ដឹងខ្លួនឯងកំពុងតែធ្វើអ្វីទេប្រកាសជាកំពុងតែធ្វើរឿងមនុស្សធំក៏តែធ្វើហើយដឹងថាខ្ញុំជានរណាទេនឹងលោកអីប្រកាសជាប្រុសម្ដាដែលមិត្តសម្លាញ់ខ្ញុំរកមកឲ្យហើយខ្ញុំខំចំណាយលុយជួលលោកមកណាចេញទៅលេងស្ទាយម៉ាហ្វៀលចាយចូលចិត្តឲ្យរង្វាន់ស៊ូស៊ីម៉ាន់នេះគឺជាឆាកថតរឿងរបស់ក្រុមណាចំណែកដែនតិនធំម្លេះការងារផ្សព្វផ្សាយដែលខ្ញុំទទួលដូចជាគ្មានមួយនឹងទេពួកជាមិនកំពុងញ៉ាំសាច់អាំងអបអរនៅទៅតាមផ្លូវទេនិយាយពីឯងបានធ្វើជាតារាស្រីឆ្នាំហើយនៅមកញ៉ាំអីនៅតូបតាមផ្លូវទៀតដែរហេចាគេចូលចិត្តតែអាហ្នឹងតាម្យ៉ាងទៀតគេហៅថាអីទោះក្រក៏មិនភ្លេចកំណើតតែបើមានគឺរឿងយើងហើយយ៉ាមកជល់មួយដើម្បីតារាស្រីឆ្នាំពួកយើងចាប់ពីពេលនេះទៅដើរកាន់ក្នុងវិស័យសិល្បៈបានហើយចាធ្វើខ្លួនធម្មតាបានហើយតារាស្រីឆ្នាំស្អីគ្រាន់តែជារឿងតូចតាចនិយាយពីចែស៊ូឯងវិញទៅពេលណាក្រុមហ៊ុនចូលទីផ្សារហ៊ុនដើម្បីខ្ញុំឆាប់បានតាមជើងអ្នកមានធ្វើជាស្រីស្អាតដែលដេកស៊ីស្រួលទុកចិត្តចុះចែចិញ្ចឹមឯងឆាប់គេហ្វ្រាំងដាច់ហើយឆាប់គេទៅឆាប់គេហ្វ្រាំងដាច់ហើយឆាប់គេអ្នកស្រីព្យាហើយអ្នកស្រីអរុនសុស្ដីលោកស្រីលីហ៎សួស្ដីខ្ញុំនឹកឃើញហើយប៉ាជីនខួរក្បាលខ្ញុំមកវិញហើយខ្ញុំក៏នឹកឃើញដែរពួកយើងឆ្លងចូលក្នុងរឿងហើយខ្ញុំឥឡូវគឺជាតួឯកស្រីរងដែលគ្មានខួរតែដើមទ្រូងធំឈ្មោះដូចគ្នានឹងវ៉ាន់ថាងក្នុងរឿងស្នេហាគ្រោះថ្នាក់តកោអ្នកមានពលិចាររបស់មហាសេដ្ឋីទាំងពីរដែលសរសេរដោយអ្នកស្អប់ខ្ញុំផ្ដាច់មុខមានតួនាទីធ្វើតួឯកស្រីពិបាកចិត្តស្រីរងទី2ខួរក្បាលមិនសិតដែរទទួលខុសត្រូវជួយជំនួយសាច់រឿងបានរៀបការជាមួយប្អូនប្រុសមនុស្សឈួតលីហ្វឹងជឺឈ្មោះដូចគ្នានឹងខ្ញុំស៊ូស៊ីវម៉ានក្នុងរឿងដើមខ្ញុំដណ្ដើមប្រុសជាមួយនឹងតួឯកស្រីវ៉ាន់ម៉ៃដែលគ្មានខួរក្បាលចង់ក្រៅខុសឈ្មោះឈឺស្លាប់តាមផ្លូវយ៉ាងវេទនាខ្ញុំត្រូវបានលីហ្វឹងជឺធ្វើបាបផ្លូវចិត្តរាល់ថ្ងៃចុងក្រោយត្រូវបញ្ជូនទៅមន្ទីរពេទ្យឈួនត្រូវកាន់ជាចំណាន់រត់ត្រូវតែរត់ឥឡូវនេះភ្លាមស៊ូសេម៉ានយប់មិញឯងមិនអន់ទេមិនអន់ដែរមិត្តសម្លាញ់ត្រៀមខ្លួនដូចរាល់ហើយណាទ្វារពិភពលោកថ្មីចិត្តបាក់ទទួលពួកយើងហើយចាប់ពីពេលនេះទៅសមុទ្រធំត្រីហាលសបាយមិនខ្ពស់បក្សីហាលតាមចិត្តជីវិតដែលស្រាប់បំប្រងដែលមានលុយមានពេលតែគ្មានប្តីពួកយើងមកដល់ហើយលោកស្រីទាំងពីរចង់ទៅណាយប់មិញនេះយើងនៅមិនទាន់ប្រឹងប្រែងគ្រប់គ្រាន់ទេចំណុច
កំបាំងក្នុងសាច់រឿងពីអ្នកនេះមួយណាជាប្តីឯង ខ្ញុំមើលមុខមនុស្សមិនសូវស្គាល់ទេតែពីអ្នកនេះមើលទៅដូចជាមិនមែនមនុស្សល្អសោះ មានគម្រោងយកទ្រព្យសម្បត្តិរបស់ពួកយើងទៅណាដែរទៅនឹង មើលទៅជុកមិនមកប្រឹកប្រែងមកគ្រប់គ្រាន់ទើបធ្វើឲ្យអូននៅមានកម្លាំងចង់រស់ ខាងការពារខ្ញុំគេសាច់មើលទៅដូចជាឃាតកររកចិនខាង បើនៅមានអារម្មណ៍ជាងនេះទៅទៀតតើអូនចង់សាមើលផ្ទាល់ទីនេះអត់ អរគុណសូមបដិសេធ សូសៀម៉ានឯងលុយរបស់នេះធ្វើស្អីទុកឲ្យឡើងថ្លៃហ៎ បញ្ញាប់ច្បាច់ជាប់ទាំងងងឹនមិនស្មានដល់ថាចាប់បានខោលីអូគេ តាមពិតអូនងប់ងល់នឹងខោខ្នងរបស់បងតាបើចឹងពួយចឹងទៅ អត់ទេ តោះពួយចឹងទៅបន្ទប់មើលមុតថ្មីដែលមានកំណត់ ខាងជួយផងគេចង់បង្រៀនដល់តទៀតហើយ លោកស្រីប្រពន្ធចង់រត់តាណា ខ្ញុំ មើលទៅលោកស្រីប្រពន្ធដូចជាចាប់អារម្មណ៍នឹងក្បាត់ករបស់បងណា ក្បាត់កលោកគឺសាច់ល្អស្វិតល្អមើលទៅដឹងថាជារបស់ល្អសម្រាប់ចងជាក្បាត់កហើយ របៀបប្រើក្បាត់កបងអាចបង្រៀនអូនឥឡូវនេះបាន អាប្របិសាចប្រើសម្រស់ដាក់អន្ទាក់ច្បាស់ណាស់ ឧទាហរណ៍ដូចឥឡូវនេះចងអូនគឺស័ក្តិសមបំផុត លោកដាក់ខ្ញុំចោលខ្ញុំត្រូវទៅជួយសៀម៉ានលែងខ្ញុំអើយលោកចង់ធ្វើអី បងចង់ធ្វើអីអូននឹងមិនដឹងទៀតមែនទេ បើថាសង្ហាបែបនេះមិនចឹងនៅលេងពី3ថ្ងៃសិនទេហើយ អត់ទៅហើយអាប្រុសនោះហ៊ានធ្វើឲ្យអញទៅជាយ៉ាងហ្នឹងចែនឹងទៅបល័យគេអើយ ហើយទុកកម្លាំងទៅអាខេតកររកចិត្តនោះក៏ធ្វើបាបឯងមិនតិចដែរ រុនត្រូវតែរុនខ្លាំងបាត់នេះទោះជាកលៀនធ្វើពីដែងក៏ទ្រាំមិនបានដែរ រតនាបានមានរបស់មានតម្លៃត្រូវគេដកហូតអស់ហើយសាទូដៃក៏មិនដឹងណីណារត់ទៅក្រៅស៊ីខ្យល់ឯងមិនអាចទៅរួចទេ ទៅផ្ទះខាងយើងក្នុងសិភៅមិនមែនថាពួកយើងជាកូនអ្នកមានទេអីទៅរកដាំតុនខ្លះទុកចា ខ្ញុំត្រូវគេជាតាចារ្យនៅស្រុកស្រែរាប់សិបឆ្នាំត្រឡប់មកវិញគឺដើម្បីធ្វើជាឧបករណ៍ជំនួសកូនបង្កើតវ៉ាន់ម៉ៃរៀបការដកបំណុល ខ្ញុំយល់ហើយលីមូឆាន់ចាត់ទុកអញជាអ្នកជំនួសវ៉ាន់ម៉ៃចាំម្ចាស់ខ្លួនគេត្រឡប់មកវិញឯងនឹងចាប់ហើយ ធានាថាជំនួសឲ្យតែវ៉ាន់ម៉ៃត្រឡប់មកដល់ស្រុកវិញពួកគេពីរនាក់នឹងពាក់ព័ន្ធគ្នាមិនដាច់នោះទេ ចុះខ្ញុំទីថាប៉ាខ្ញុំជាមនុស្សក្បត់ចិត្តស្រឡាញ់ស្រីថ្មីម៉ាក់ចង់នាំកូនមកដណ្ដើមទ្រព្យសម្បត្តិលក់ខ្ញុំឲ្យទៅតកូលីដោយយកផលប្រយោជន៍ ប៉ុន្តែឯងនៅមានអសហាជាងនេះទៀតប្តីឯងលីហ្វឹងជឿនឹងណាស្រឡាញ់វ៉ាន់ម៉ៃមិនបានចុងក្រោយ បើចែដឹងថាអ្នកណាចែនឹងមូលក្បាលវាឲ្យមូលដូចជាបាល់ទ
គាត់លេងហើយ នឹងហើយពួកយើងធំធាត់នឹងម្ដងកម្មាកំព្រាតើសូវរហូតមកដល់ឥឡូវនេះវាសនាក្តាប់ក្នុងដៃខ្លួនឯងរឿងអីត្រូវមកធ្វើជាតួរងចាំទទួលផលកម្មនៅទីនេះត្រូវតែរុនធ្វើការងារពិតប្រាកដចា៎ត្រឡប់ទៅធ្វើការងារដើមវិញចូលសិល្បៈម្ដងទៀតប្រើសមត្ថភាពសម្ដែងយកឈ្នះពិភពលោក ខ្ញុំជាអ្នកការពាររកធនធានជូនឯងឡើងដល់កំពូលឲ្យពួកប្រុសឆោងចាប់មិនដាល់ ប្រពន្ធខ្ញុំមិនស្អប់មកគាត់ទៀតហើយ ប្រពន្ធឯងចេះតែនាំប្រពន្ធយើងខូចរហូត មើលទៅត្រូវទៅផ្ទះម្ចាស់ទៀតហើយប្រើវិធីណាដែលពិសេសទើបធ្វើឲ្យនាងអាចនៅផ្ទះដោយស្ងប់ចិត្ត ប្រយ័ត្នដៃជើងផងណាកុំឲ្យប្រពន្ធយើងភ័យ បើប្រុសខ្ញុំចាំបានថាកាលនោះពេលប្រូគូរនឹងជីវ័នថាងមុខរបស់បងខ្មៅដូចជាគូតឆ្នាំងឥឡូវបែរជាការពីនឹងទៅវិញ ហើយតាមពិតទៅយើងចាត់ទុកវ៉ាន់មីដូចជាប្អូនស្រីរបស់យើងរហូតមកបើសិនជាគ្មានមនុស្សដែលស្រឡាញ់រៀបការជាមួយអ្នកណាក៏ដូចតែគ្នារហូតដល់យើងបានជួបនាងទើបយើងដឹងថាខ្លួនឯងចប់ហើយដូចតែគ្នាទេកាលនោះម៉ាក់ណែនាំកូនអ្នកមានឲ្យឯងច្រើនណាស់មិនក៏ឯងមិនមើលក្រោយមកលើថៃរៀបការជាមួយនៅតកូលស៊ូមានមនុស្សខ្លះរំភើបដេកមិនលក់ប្រហែលយប់ឯណោះ គ្រាន់តែរៀបគម្រោងយូរហើយតែប៉ុណ្ណោះ ប៉ុន្តែយើងចាំថាពីមុនពួកនាងដូចជាមិនសូវតាក់ទងគ្នាប្រហែលទេមិនក៏ឥឡូវនេះបែរជាស្និទ្ធស្នាលជាមួយនឹងគ្នាបែបនេះទៅវិញ ហើយចាស់នេះមិនសំខាន់ទេខ្ញុំត្រូវទៅផ្ទះដើម្បីអប់រំប្រពន្ធខ្ញុំឲ្យបានល្អ ណែចាំយើងផងយើងក៏មានប្រពន្ធតែត្រូវលួងដែរតាណែទូរស័ព្ទ លោកប្តីបងថ្ងៃនេះហត់ហើយឆាប់ចូលមកអូនធ្វើរបស់ឆ្ងាញ់ឲ្យបង តារាស្រីឆ្នាំពិតជាតារាស្រីឆ្នាំមែនការសម្ដែងនេះ នំខេស្តូប៊េរីអូនចូលចិត្តអស់ អេមិនក៏បងនឹងថាអូនចូលចិនលោកប្តីអូនក៏ធ្វើរបស់ឆ្ងាញ់ឲ្យបងដែរ លោកប្តីឆាប់ភ្លក់ម្ហូបគោស្នេហ៍ដែលអូនធ្វើឲ្យបងឆាប់ភ្លក់ទៅឆាប់ភ្លក់ម្ហូបស្នេហ៍ដែលអូនធ្វើឲ្យបងឆាប់ភ្លក់ទៅ ចាំមិនដែរបងសាក់មួយនេះទៀតមើលអាមួយនេះទៀត តើអ្នកបងចង់សម្រាប់បងប្រុសខ្ញុំហើយមែនទេ លោកប្តីបងក៏មានដែរលោកប្តីនេះជាម្ហូបដែលអូនរៀបចំផ្ទាល់ដៃឲ្យបងណាយ៉ាងម៉េចបងមិនព្រមហូបទេ ព្រមបងព្រមញ៉ាំ អេលោកប្តីយ៉ាងម៉េចដែរឆ្ងាញ់អត់ ឆ្ងាញ់ណាស់ សាក់មួយនេះ ចារបស់អូនចាំមិនដែរ ឆ្ងាញ់រលេចដាក់គ្មានទេ រឿងមួយពួកយើងពិតជាកំពុងចង់ភ័យមែនតែអូនភ្លក់មើលលោកប្តីឆាប់ផឹកស្រានតែកុំឲ្យចុក លោក ក ប្តីអូនគិតចាំឲ្យបងដែរបងឆាប់ផឹកទេ អ
លោកប្តី លោកប្តី រួចរាល់រួច រួច រា រាល់ ល់ ក្នុងរឿងសរសេរថាពួកគេឆ្លាតណាស់ខ្ញុំមើលទៅក៏មិនប្រមាណដែរ មកពីពួកយើងមានទាំងប្រាជ្ញានិងសម្រស់សិតតែជាខ្លាកដាស់ ឈប់សរសើរខ្លួនឯងទៅឆាប់រកសៅទូដែង ចាំពួកយើងចេញទៅខ្ញុំរកប្រុសមកដាច់12នាក់ឲ្យឯងលាងសោយចេញ ស្អប់ណាស់អញ្ចឹងខ្ញុំចែកឲ្យឯង6នៅចាំអីទៀតចេញដំណើរ តោះ ប្រមដែរ12នាក់លោកស្រីប្រពន្ធចំណងពិតជាមិនអន់មែនមើលទៅបំប្រឹកប្រែងមិនតគ្រប់គ្រាន់ លោក ទេ ប្តីបោះស្ដាប់អូនដោះសារសិនបោះស្ដាប់អូនបញ្យល់សិនលោកប្តី ចាំតែបញ្យល់ក្នុងបន្ទប់ទៅ ខាង សៀម៉ាន អូនគួរតែគិតសិនទៅថានឹងជួយខ្លួនឯងយ៉ាងម៉េច ចាប់ហើយលែងសាច់ជ្រុលហើយ ឥឡូវនេះខ្លាចហើយលើកក្រោយនេះហ៊ានទៀតទេ លែងហ៊ានហើយអូនស្បាត់បើលើកក្រៅអូនហ៊ានទៀតអូននឹងទៀតហើយណាតែទ្រាំបាន លែងអូនទៅបងលែងអូនទៅ បញ្យល់មក ពន្យល់អូនថាអ្នកដែលត្រូវពន្យល់គឺបងនោះទេមនុស្សខ្លះរាល់ថ្ងៃការពារប្រពន្ធខ្លួនឯងដូចជាការពារចោលនេះមិនត្រូវការការពន្យល់ទេហ៎ អញ្ចឹងបងនឹងប្រើទង្វើមកបញ្យល់ចង់ស្ទាបក៏ស្ទាបទៅ លីហ្វាំងជឿអត់ទេរឆាន់នោះខ្ញុំជឿគេដល់ចិត្តដូនចិត្តតាគេ18ចំនួនគេទៅហើយឥឡូវជើងនៅតុននៅឡើយលើកនេះខ្ញុំត្រូវទៅ ខ្ញុំមើលទៅឯងជាអ្នកចាប់ផ្ដើមមុនតា គាត់ថាងឯងនៅខាងណាអត់ប្រកាន់ ហើយយ៉ាប៉ុន្តែសៀម៉ានពួកយើងអត់លុយរតនាកើតខ្ញុំនឹកឃើញវិធីរលុយហើយ និយាយមក ក្នុងទូខ្ញុំមានរបស់បារានច្រើនណាស់នៅជាប់ស្លាកលីមកឆិនទាំងឲ្យ ខ្ញុំក៏មានកាបូបលីមីតប្រហែលដែរលីហ្វាំងជឿអត់ទេរឆាន់នោះមិនដែលបានឃើញទេមិនបានចាក់សោផង បើពួកយើងលួចយកវាទៅលក់ពិតជាបានលុយច្រើនណាស់ អញ្ចឹងពួកយើងមានលុយរត់ហើយ សំឡាញ់លើកនេះអញត្រូវតែស្ដាប់ខ្ញុំកុំយកខាលីអូទៀតលើឬក៏អត់កុំយកខាលីអូទៀតលើឬក៏អត់ លឺហើយ អនុវត្ត យកតែរបស់ថ្លៃមិនយកលីអូយកតែរបស់ថ្លៃមិនយកលីអូយកតែខាលីអូថ្លៃរួចរាល់ សៀម៉ានខ្ញុំពិតជាទិញឯងមិនរួចទេមិនក៏អញយកខាលីអូទៀតហើយ លោកស្រីចង់ទៅណាត្រូវការរៀបចំឡានដែរទេ ជូន
ជូនពួកយើងទៅកណ្ដាលក្រុងទៅពួកយើងទាំងពីរចង់ដើរលេង បាទ អ្នកលក់វាតម្លៃបន្តិចមក ដូររបស់លក់ចេញមួយចំនួនរបស់ limited សិទ្ធិប៉ិនសូមអ្នកទាំងពីរចាំបន្តិចខ្ញុំទៅអញ្ជើញអ្នកគ្រប់គ្រងហាងសិន នេះលុយរត់បានមកដល់ដៃហើយ សំណប់ចិត្តទាំងឡាយរបស់ខ្ញុំ ឯងបើកចិត្តឲ្យទៅលេងបន្តិចទៅចាំចាយរលុយបានទិញហាងនេះឲ្យអញតែម្ដង មិនខុសបំណងដែលធ្វើជាបងប្អូន អាយ៉ាស្មានថាអ្នកណាតាមពិតគឺស្រីស្រុកស្រែវ៉ាន់ថាំងសោះតាមពិតគឺស្រីស្រុកស្រែវ៉ាន់ថាំងសោះ អេស្រីមកក្រាស់លៀបម្សៅពេញមុខនឹងជាអ្នកណាគេ អាមើលដែលចូលចិត្តព្រុបបំផុតនៅក្បែរវ៉ាន់ម៉ៃ វ៉ នាងក៏មកធ្វើពុតជាថ្លង់នៅទីនេះកន្លែងហៃសូបែបនេះមនុស្សស្រុកស្រែដូចនាងសោះនឹងមកដែររបស់នៅទីនេះមានលុយទិញអត់ម៉ាក់នេះនាងស្គាល់អត់ស្គាល់ខ្លះដែរដូចជាអាដែលនាងកំពុងតែពាក់នឹងគឺម៉ូដឆ្នាំ2000របស់ Chanel ថែរក្សាវាបានល្អណាស់របស់បុរាណហែងតានាងក៏មកនិយាយផ្ដេសផ្ដាស់លើកអ្នកនាយកលាវចិត្តនាំខ្ញុំទៅទិញម៉ូដថ្មីបំផុតហើយមែនទេ ហេនាងកុំនិយាយផ្លេចផ្ដាស់ណាអ្នកណាជាប្តីរបស់នាងខ្ញុំនៅកំឡោះទេណា ហើយចាស្រីស្អាតអ្នកនេះទាំងពីរគឺចាំតិចខ្ញុំគឺជាប្រធានក្រុមហ៊ុនលាវមិនដឹងថាអ្នកនេះទាំងពីរអាចផ្ដល់កិត្តិយសឲ្យខ្ញុំបានដែរទេ អំបាញ់មិញបងនៅហៅអូនថាសំណប់ចិត្តថាអូនជាស្រីស្អាតបំផុតនៅក្នុងលោកបងថាត្រឡប់ទៅវិញនៅលេងលះជាមួយស្រីមុខលឿងនោះមករៀបការជាមួយអូនចាឥឡូវជួបស្រីកញ្ជ្រោងនេះក៏ត្រឡប់មកមិនស្គាល់អូនទេអាប្រុសក្បត់ នោះមកពីមុនខ្ញុំមិនអាចជួបមនុស្សស្រីដែលមានភាពថ្លៃថ្នូរដូចជាអ្នកនាងវ៉ាន់ វ៉ាន់ថាំងស្រីកញ្ជ្រោងយើងនឹងបន្លាយជាមួយនាងកញ្ជ្រោងនេះចង់បានន័យថាខាងផ្ទះយើងស្អាតពីកំណាត់គួរឲ្យស្រឡាញ់អរគុណនាងហើយប៉ុន្តែធ្វើជាកញ្ជ្រោងក៏ត្រូវតែមើលដើមទុនដែរមកដូចជានាងនឹងណាខ្លាចថាទៅរៀនថែមទៀតក៏គ្មានសិទ្ធដែរមន់ព្រៃនៅតែជាមន់ព្រៃដោតរោមយ៉ាងណាក៏មិនខ្លាចជាហង្សដែរជូរងាប់ទៅ ស៊ូសេម៉ានវ៉ាន់ថាំងយើងនឹងបន្លាយជាមួយនាងនាងធ្វើស្អី ហើយចាប្រឹកបាត់ហើយចាប្រឹកបាត់បាត់អាលីតណាអើយបាត់មិនកំពុងតែកាយខ្លាំងមើល នឹងគ្រប់គ្រងហាងនេះណាឆាប់បណ្ដេញស្រីស្រុកស្រែពេលអ្នកដែលមិនដឹងអីមកពីណានេះចេញទៅនាងមិនសមនៅទីនេះទេ សូមទោសផងនាងវ៉ាន់និងអ្នកនាងស៊ូគឺជាភ្ញៀវ VIP របស់ពួកយើង ស្អីគេ អ្នកនាងវ៉ាន់តំណែងដែលអ្នកនាងទៅពីបានទិញពួកយើងបានតម្លៃហើយគឺអស់ 1,600,000 នេះគឺជាវិក័យប័ត្រ ស្អីគេមិនអាចទេមិននឹងអាចទេរួចពួកនាងបានលុយច្រើនបែបនេះមកពីណាមើលនាងឲ្យនាងមួយប្លង់ហើយចាឯងមើលនាងពេលនេះដូចជាសត្វស្វានៅក្នុងសួនសត្វដែលដណ្ដើមចេកមិនបានអញ្ចឹងពួកនាងបានរបស់បារាំងច្រើនបែបនេះមកពីណាអូប្រកាសជាលួចប្រកាសជានាងលួចមកហើយនាងដាក់បានយ៉ាងម៉េចនាងនិយាយគ្មានផោះតាមអាចារ្យប្រកាន់គេនាងមានផោះតាឬអត់នៅគ្រប់គ្រងហាងលោកឲ្យពួកនាងដកវិក័យប័ត្រត្រឡប់មកមើលបើដកមិនបានគឺពួកនាងជាអ្នកលួចហើយ នេះអ្នកនាងវ៉ាន់អ្នកនាងស៊ូរំខានអ្នកទាំងពីរចូលវិក័យប័ត្រទាំងនេះឲ្យមកខ្ញុំបានទេ លោកកំពុងលេងសើចជាមួយខ្ញុំមែនទេខ្ញុំតែរបស់អស់នេះលោកគិតថាខ្ញុំទៅវិក័យប័ត្រទេ លុយប្រមាណលានដូចទឹកសាមអ្នកណាទៅខ្វល់ យើងមើលពួកនាងនៅរឹងដល់ពេលណាយើងប្តឹងប៉ូលីសឥឡូវនេះភ្លាមធ្វើចាំមិនទៅត្រូវចូលគុកហើយ ស៊ូសេម៉ានណាឲ្យភាពក្លាហានដល់នេះប៉ាប៉តកូលីន ចាប់ហើយ ស៊ូសេម៉ានណាភាពក្លាហានរបស់នាងប៉ាប៉តកូលីន ល្អណាស់ពួកនាងបាច់ជាហ៊ានលុយរបស់តកូលីន 1,600,000 គ្រប់គ្រាន់តែចាប់គុក10ឆ្នាំជាងហើយតែមែនទេអាជីវកម្មមិនសម្លាញ់មិនទាន់បានពាក់កណ្ដាលផងលេងនៅពាក់កណ្ដាលផ្លើកនេះចាប់មែនតែនហើយពួកនាងចាំអង្គុយក្នុងគុកឲ្យធ្លុះបាត់ទៅ អ្វីដែលគេនិយាយនេះសុទ្ធតែជាការពិតទេ លោកអគ្គនាយកលីពិតប្រាកដណាស់ស្រីពីរនាក់នេះមានដៃមានជើងមិនស្អាតបែរជាហ៊ានលុយរបស់តកូលីអ្នកប្រុស
ប៉ុន្តែអ្នកប្រុសមិនបាច់ឲ្យរង្វាន់ខ្ញុំទេខ្ញុំណាគ្រាន់តែជួយរកយុត្តិធម៌នាងណាពីមុននៅស្រុកស្រែតាមតាចាស់សំទានរត់សម្រាមលួចមន់លួចឆ្កែឡើងទម្លាប់ហើយឥឡូវកាយចរិតមិនបាននោះទេនាងនៅមានទៀតស៊ូស៊ីម៉ានលើថានាងនៅផ្ទះតកូស៊ូធ្លាប់លួចគ្រឿងអលង្ការម៉ាក់ចុងនាងឥឡូវនៅមកខົບខិតជាមួយវ៉ាន់ថាំងទៀតពួកនាងពីរនាក់ពិតជាចេញពីសម្បុកចៅមែនស័ក្តិសមគ្នាណាស់នាងនិយាយឈួតអីលោកអគ្គនាយកលីអ្នកប្រតិពីពួកលោកដាច់ខាត់កំលឹកលែងអាស្រ័យថកទៀតពីអ្នកនេះឲ្យសោះខ្ញុំណាជួយពួកលោកបដៅពួកនាងឲ្យល្អពួកឯងនៅឆោតធ្វើអីណាមិនចាំឲ្យពួកនាងស្គាល់មេរៀនខ្លះទៅអ្នកប្រុសលីទី2រឿងតូចតាច់ប៉ុណ្ណឹងមិនបាច់អ្នកប្រុសចាញ់ដៃទេខ្ញុំចាត់ការបានអ្នកប្រុសទី2ច្បាស់ណាស់ថាពួកនាងជាអ្នកលួចរបស់អ្នកប្រុសវាខ្ញុំធ្វើអីប្រពន្ធខ្ញុំលក់របស់ប្រើប្រាស់នៅក្នុងផ្ទះណានៅសល់ចុះនាងនៅមកព្រុសស្អីនៅទីនេះប្រពន្ធជួបអ្នកខ្លាំងហើយស្ដេចជំរាជទាំងពីរនៅតកូលីនរករឿងគេមិនបាននោះទេឆាប់រត់ប្រពន្ធសម្លាញ់សំទោសឈឺដៃដែរទេមិនឈឺទេគ្រាន់តែថ្មីនេះរមាស់ដៃល្មមមួយកំភ្លៀងនេះបដៅនាងថាពាក្យណាគួរនិយាយពាក្យណាមិនគួរនិយាយមួយកំភ្លៀងនេះឲ្យនាងចេះប្រមាណដែលដើរចោលពួកយើងថាលុយរបស់ឯងត្រូវថែមឲ្យនាងមួយកំភ្លៀងទៀតមិននេះនាងថានាងជាកញ្ជ្រោងបានហើយប្រពន្ធសម្លាញ់តែឈឺដៃរបស់អូនទៅវាមិនសមទេពួកនាងជាចន់គេពេកហើយចាំមិនត្រឡប់មកវិញពួកឯងចាំមើលទៅនិយាយពេលឆាក៏មកដល់ឯងមែនណាមកតាមនេះអ្នកណាជាអ្នកប្រឹងប្រែងថាទីនេះមានចៅតើចៅអ្នកណាទៅលោកលាសុទ្ធតែឆ្កែចូលឆ្លំស្រីម្នាក់ប្រឹងប្រែងគឺខ្លាចទីមិនមែនខ្ញុំទេគឺពួកនេះលុយរបស់តកូលីលោកលីម្នាក់នេះជាប្រពន្ធរបស់ខ្ញុំរបស់ក្នុងផ្ទះដែលមិនប្រើប្រាស់ក៏ចូលវាមិនលក់ចោលស្ត្រីម្នាក់នេះមិនត្រឹមតែបរិហាគេទេនៅចង្វាយគេទៀតពួកប៉ូលីសពួកយើងកំពុងដោះស្រាយរឿងគ្រួសារស្រាប់តែស្រីម្នាក់នេះមកអុកឡុកថែមទាំងប្តឹងប៉ូលីសខ្លាំងៗរំខានការងារសាធារណៈនៅមកកពីចាំរាទៀតសូមជិះទៅជាមួយពួកយើងទៅវ៉ាន់ថាំងស៊ូស៊ីម៉ានពួកនាងចាំទុកលោកកែនាយកលីអ្នកប្រតិពីខ្ញុំសុទ្ធតែធ្វើដើម្បីពួកលោកទេនាយកលីអ្នកទាំងពីរអ្នកស្រីទាំងពីររឿងថ្ងៃនេះទៅជាបែបនេះពិតជាសំទោសដល់អ្នកទាំងពីរពិតមែនមកពីខ្ញុំគ្រប់គ្រងមិនបានល្អយករាល់តំណែងថ្មីប្រចាំរដូវកាលខ្ចប់ទៅផ្ទះតកូលីតាមទំហំរបស់ពួកនាងទាំងអស់បាទគ្មានបញ្ហាទេកាប់បងលោកប្តីបងល្អបំផុតបងគឺជាបរិសុទ្ធសង្ហាបំផុតនៅក្នុងលោកចាស់កាបោបដែលត្រូវនឹងខោអាវបាទជល់ហើយនាយកលីននាយកលីនចុះរបស់ទាំងអស់នេះវិញរបស់ចាយទាំងអស់នេះលោកចាយខ្លួនឯងទៅមិនមែននេះ1.6 សែនលោកស្រីលីនមិននេះវាយគេមិនមែនលុយណាស់ទេនេះមិនតាន់ដល់ណាផងមិននេះបើមិនបានបងខាន់អូនអាចឲ្យនាងស្គាល់ស្នៀតជើងឥតសមររបស់អូនទៀតលោកប្តីដៃអូនឈឺណាស់មើលចុះរៀនតាមທາງមួយក្បាច់នេះប្រើការបានអត់ការសម្ដែងនេះលើសពេកហើយអូននៅលើសារភាពដ៏ស្ម័គ្រចិត្តឬមួយក៏ចាំដល់ផ្ទះសិនទើបព្រមសារភាពអីឧទាហរណ៍ផែនការលួចយករបស់ក្នុងផ្ទះទៅលក់អ្នកណាជាមេកំណត់ហើយក៏ថាងសុំទៅហើយសុកចិត្តឲ្យមិត្តស្លាប់ក៏មិនឲ្យខ្លួនឯងស្លាប់សុទ្ធតែជាកំណត់ថាងទេអូនត្រូវគេបង្ខំទេហាច់អ្នកណាកំពុងនិយាយដាំខ្ញុំឡនណាមើលទៅយប់នេះត្រូវផ្ដោះរង្វាន់ឲ្យអូនឲ្យបានល្អហើយ
លោកប្តីបងអបាញ់មិញនេះពេលគិតលុយមើលទៅគឺសំខាន់ណាស់អរគុណលោកប្តី គ្រាន់តែអរគុណប៉ុណ្ណឹងទេហើយ ប្រុសម្នាក់នេះរាល់ថ្ងៃដូចជាអត់ឃ្លានជីវិតខ្ញុំមានតែមួយទេចេះបានហើយណែ មិនទាន់គ្រប់ពេលទៅដល់ផ្ទះចាំចាត់ការអូន ខាងអញថាហេតុអីថ្ងៃនេះពួកគេជួយពួកយើង នេះមិនងាយស្រួលទេពួកយើងគឺជាមុខមាត់របស់ពួកគេតាអញគិតមើលប្រពន្ធលោកប្រធានលុយរបស់ខ្លួនឯងហើយត្រូវគេចាប់បានលើដល់ខាងក្រៅពួកគេបាក់មុខប៉ុណ្ណាគេមិនអាចបាក់មុខនោះទេ សំហេតុផលប៉ុន្តែហេតុអីពួកគេទិញខោអាវនិងកាបូបថ្មីឲ្យពួកយើងច្រើនម្ល៉េះ ខ្ញុំគិតថាដោយសារស្អាតត្រូវទៅផ្ទះខាងស្រីវិញប្រពន្ធលោកប្រធានចេញក្រៅត្រូវតែមានខោអាវសមរម្យខ្លះក៏ប៉ុន្តែ ឆាប់និយាយមក ពួកយើងមិនមែនជាតួរងទេការយកចិត្តទុកដាក់នេះមិនដូចសាច់រឿងតួឯកម្ល៉េះ ហើយយ៉ាមិនបាច់ខ្វល់ទេយ៉ាងណាពលឺច័ន្ទក្នុងរឿងវ៉ាន់មីមិនមែនកន្លះឆ្នាំទៀតទៅត្រឡប់មកវិញណាមិនចឹងឆ្លៀតឱកាសពេលពួកគេសង្ហាមានលុយហើយស្រួលបោកពួកយើងទ្រាំសិនទៅប្រមូលលុយមួយចំនួនហើយរកឱកាសនេះជាឱកាសល្អហើយ ហើយរកឱកាសរត់ម្ដងទៀតតាមមែនទេ លោកប្តីអូនលែងហ៊ានរត់ទៀតហើយលេហ្វាំងជឺបងជាប្រុសថោកទាប នេះទៅហៅថាថោកទាប ខាងឈុតសឹកដែលខ្ញុំរើឲ្យឯងគឺអែមធានាថាចាំងភ្នែកពួកគេ អញត្រឡប់ទៅផ្ទះតកស៊ូវិញធ្វើខ្លួនឲ្យស្រួលបួលកុំខ្លាំងពេក បានយ៉ាងណាឯងនៅជាប់បន្ទប់ខ្ញុំតា ណាបងគិតថាមានខ្ញុំនៅមានគេអាចធ្វើបាបប្រពន្ធខ្ញុំបានទេ ហើយខ្ញុំខ្លាចថាមនុស្សផ្ទះតកស៊ូទ្រាំមិនបាននឹងការវាយតាថ្នាំដៃបន្តិចទៅហើយ បាយបងលីបងស្រីពួកបងត្រឡប់មកវិញហើយ ក្នុងរឿងមិនមែនថាវ៉ាន់មីត្រឡប់មកវិញក្រោយខ្ញុំរៀបការបានកន្លះឆ្នាំទេការជូនដំណឹងអាសានពណ៌ក្រហមកម្រិត 1 បងលីដឹងថាបងនៅត្រឡប់មកវិញខ្ញុំរងាស់សុបមាន់ឲ្យបងចូលចិត្តបំផុត មនុ ជា ស្សពុ ពិ ត សេស ស្បិតវ៉ាន់មីត្រឡប់មកមុនពេលកំណត់ ហៅថាបងថ្លៃ បងលីកាត់អីហ្នឹងពេលមុនមិនមែនធ្វើដាក់ខ្ញុំបែបនេះទេ យ៉ាម៉ៃកូននៅឈឺនៅឡើយអង្គុយចុះហត់ស៊ុបខ្លះទៅសៀថាងឯងក៏ហត់ស៊ុបខ្លះទៅល្អណាស់ក្តីស្រឡាញ់របស់ម៉ាក់បង្កើតមានខ្លះតែមិនច្រើន ជីឡានហត់ហើយមែនទេមកញ៉ាំផ្លែឈើខ្លះមក អូនមិនចូលចិត្តញ៉ាំអាឡឹកទេ ភ្លក់មើលទៅ លោកប្តីផ្អែមណាស់ នៅបញ្ចុកផ្លែឈើឲ្យនាងផ្ទាល់ដៃទៀត បើអញ្ចឹងញ៉ាំឲ្យច្រើនតិចទៅណា បងស្រីខ្ញុំចាំបានថាបងចូលចិត្តផ្លែក្រូចណាស់
បងស្រីបងនៅស្អប់ខ្ញុំទៀតទេបន្ទោសខ្ញុំមែនទេ អាយ៉ាឆាលខានល្អមកដល់ហើយចា៎បង្រៀនឯងថាស្អីទៅហៅថាកម្ពុជាតារាសម្ដែងពុទ្ធបុត្របងអូនស្រីបងមិននឹងដាច់ចិត្តបន្តឯងទេបងគ្រាន់តែខ្លាចថាភាពល្អរបស់បងអូនចំពោះបងនឹងដូចជាស្គាល់កាលពីក្មេងមើលតែផ្អែមល្ហែមលោកដៃតែក៏បាត់អស់បងអូនស្រីនៅក្នុងផ្ទះនេះឯងទៅជាកូនស្រីតែមួយគត់ចំណែកបងគ្រាន់តែជាអ្នកក្រៅប៉ុណ្ណោះកូនល្ងងកូននិយាយផ្ដេសផ្ដាស់អីកូនគឺជាសាច់ឈាមបង្ការរបស់ម៉ាក់ណាមែនទេម៉ាក់គឺមែនហើយម៉ាក់ជូនកងដៃដែលលោកយាយទុកឲ្យម៉ាក់ទៅកូនហើយនេះយកទៅម៉ាក់ល្អចំពោះខ្ញុំណារបស់កាពេក្រាត់អេសោះគ្រួសារនេះខ្វាក់ភ្នែកតាពូជមែនទេកញ្ជ្រោងតូចកន្ទុយបាសដល់មេឃហើយប៉ុន្តែគួរឲ្យស្រឡាញ់មួយយ៉ាងដែរម៉ាកងដៃមានតម្លៃម្លឹងមកឲ្យទៅនឹងមិននឹងកើតម្យ៉ាងទៀតមកឲ្យទៅនឹងហើយចុះមិនគិតយ៉ាងម៉េចម៉ាចិញ្ចឹមដូចជាកូនបង្កើត20ឆ្នាំមកហើយមីលើក្រោយពេលម៉ាក់ទៅកម្មវិធីដេញថ្លៃនិងដេញថ្លៃទិញមួយទៀតឲ្យកូនម៉ាក់កុំនិយាយបែបនេះអីកងដៃមួយនេះដើមឡើយជាតិរបស់ម៉ាក់តាម៉ាក់ចង់ឲ្យអ្នកណាក៏បានដែរម្យ៉ាងទៀតប្រហែលឆ្នាំនេះបងស្រីរងទុកនៅខាងក្រៅច្រើនណាស់ឲ្យគាត់ក៏ជារឿងត្រឹមត្រូវដែរមីអ្នកក្រមកពីស្រុកស្រែភ្នែករ៉ាអញ្ចឹងឯងឃើញស្អីក៏ចេះតែចង់បានមិនមើលថាខ្លួនឯងគឺជាស្អីថានឹងស័ក្តិសមឬក៏អត់មិនចេះមើលខ្លួនម៉ែក៏ខ្ញុំមានសញ្ញាអត់ខួរអញ្ចឹងល្បិចថោកទៀតបែបនេះក៏ជឿដែរណែវ៉ាន់ថាងកងដៃមួយនេះឯងឲ្យតែប្អូនស្រីឯងទៅធ្វើក្នុងផ្ទះមានរឿងរញ៉េរញ៉ៃអស់ហើយឃើញទេវ៉ាន់ថាងតួអញជាកូនស្រីមហាសេដ្ឋីពិតប្រាកដវាយ៉ាងម៉េចរបស់ដែលវ៉ាន់មីសម្លឹងឃើញហើយគឺអាចជារបស់ខ្ញុំតែម្នាក់គុណរួមទាំងប្រុសរបស់ខ្ញុំដែរនាងចាំធ្វើអីទៀតហើយយ៉ាវ៉ាន់ថាងទោះបីច្បងមិនចង់ឲ្យកងដៃនេះមកខ្ញុំក៏ដោយហេតុអីបងត្រូវកំទេចទឹកចិត្តរបស់ម៉ាក់ហើយរុញខ្ញុំទៀតបូលីបងមើលគាត់ទៅមើលមិនស្រួលទេក្នុងមតិសភ័យនិយាយថាស្រីពុតបុតនេះមានចេតនាបោះកំទេចកងដៃថែមទាំងអោអញឲ្យទៅដួលលើដីទៀតនេះជាសាច់រឿងរលួយស្អីហ្នឹងលេមួយឈិនគេស្អប់ឯងទាំងល្ងងទាំងគួរឲ្យខ្មាស់គេបង្ខំឲ្យឯងសុំទោសវ៉ាន់មីលេមួយឈិនគេនៅប្រាប់ឯងទៀតថាយប់នេះត្រឡប់ទៅវិញនឹងចាត់ការឯងឲ្យចាស់ដៃគឺចង់ធ្វើនេះនោះមែនទេប្រកាសជាមានន័យតាមត្រង់នឹងហើយឯងគិតអីណាទស្សនភាពនេះដូចគ្នាបែបនៅក្នុងរឿងខ្ញុំចាប់ហើយខ្ញុំថាឲ្យបងលីស្នេហ៍ខ្ញុំជាងគេប្រកាសជាមកជួយលើកខ្ញុំប្រពន្ធសម្លាញ់មិននឹងអាចទៅរួញដៃត្រីរបួសហើយដៃត្រីរបួសហើយបងលីហេតុអីបងមិនជួយលើកខ្ញុំឈឺទេបងជួយផ្លុំឲ្យឈឺហៅពេទ្យប្រពន្ធសម្លាញ់អូនទ្រាំតិចណាមិនអាចទេបងលីប្រកាសជាកំពុងតែសម្ដែងចង់ឲ្យខ្ញុំប្រចាំតាក់ទាញចំណាប់អារម្មណ៍ខ្ញុំមិនអីទេគ្រាន់តែរបួសតូចតាចមិនបាច់បារម្ភទេ
ចង់និយាយជាមួយបងតែង ខ្ញុំឲ្យពេលនាង3នាទីខ្ញុំត្រូវទៅមើលប្រពន្ធខ្ញុំទៀត បងលីបងថ្លៃមិនក៏បងប្រែប្រួលអញ្ចឹងបងពីមុនខ្ញុំឈឺតិចតួចក៏បងសួរសុខទុក្ខខ្ញុំដែរឥឡូវខ្ញុំឈឺនៅបរទេសកណ្ដាស់ខែបងមិនតែខ្វល់ជាមួយខ្ញុំមួយម៉ាត់ផងបងមិនមែនបដូរចិត្តទេគឺជាអី បើឈឺហើយនាងគួរតែខំប្រឹងហាត់ប្រាណបង្កើនប្រព័ន្ធភាពស៊ាំកាត់បន្ថយការដើរលេងនៅចំការតែខ្លះទៅ មានន័យថាម៉េច ក្លិនពុតត្បុតខ្លាំងពេកខ្ញុំមិនចូលចិត្តទេម្យ៉ាងទៀតនាងអាចឈរនិយាយជាមួយខ្ញុំនៅទីនេះបានគឺខ្ញុំយល់មុខបងស្រីរបស់នាងទេបើនាងនៅតែនិយាយពាក្យមិនដឹងកលៈទេសៈហើយធ្វើឲ្យគេរបួសទៀតនោះនាងនឹងដឹងពីលទ្ធផលយ៉ាងម៉េចហើយអ្នកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងម៉េចហើយ គ្មានបញ្ហាធំដុំទេ អរគុណអ្នកគ្រូពេទ្យ មិនអីទេបងមើល វ៉ាន់ថាងស្រីថោកទាបអញនេះហ៊ានតែទាញបេះដូងបងលីដណ្ដើមគ្រប់យ៉ាងរបស់ខ្ញុំតំណែងលោកស្រីលីខ្ញុំត្រូវតែដណ្ដើមមកវិញឲ្យបានបងប្រវងជើ បានហើយបើសិនជារសាររឿងដែលនាងសម្ដែងនៅក្នុងពិធីជួបជុំគ្រួសារកាលពីម្សិលមិញនោះនាងមិនច្បាច់ហាមអត់ទេអ្នកបើរបស់ខ្ញុំមិនឲ្យនាងសងថ្លៃខូចខាតផ្លូវចិត្តរបស់គាត់គឺគាត់ចិត្តទលីដាក់នាងណាស់ទៅហើយ បងប្រវងជើសំបីតបងក៏កាន់ជើងគាត់ដែរពួកយើងរស់នៅជាមួយគ្នា20ឆ្នាំហើយមិនស្មើវ៉ាន់ថាងដែលស្រាប់តែលេចមកអញ្ចឹងឯង ឈប់សិនមនុស្សចេតនាគឺជាមនុស្សចេតនាហេតុផលគឺហេតុផលនាងសម្ដែងបែបធ្លីធៀងកុំទាញយកមនុស្សចេតនាយកមកធ្វើជាខែល ខ្ញុំដឹងថាគ្រាន់តែនិយាយមាត់ទៅទេបងមិនជឿខ្ញុំទេបងមើលនេះទៅ នេះជាឧបករណ៍ថ្មីស្អីទៀតហើយក ងដៃត្បូងថ្មរបស់ម៉ាក់នោះត្រូវបងគាត់បដូរឆ្កងខ្លាំងៗគាត់ទម្លាក់កំហុសឲ្យខ្ញុំទៀនធ្វើឲ្យខ្ញុំអាម៉ាស់មកនៅក្នុងចំណោមមនុស្សជាច្រើន អូហើយចុះយ៉ាងម៉េចនាងមករកខ្ញុំដើម្បីតវ៉ា ខ្ញុំមិនចង់ឲ្យគាត់ដើរផ្លូវខុសឲ្យខុសទៀតទេបងប្រវងជើបងប្រមួយឈិនត្រូវគាត់ពង្វល់ទាំងស្រុងហើយមិនជឿមិនស្ដាប់តាមការបញ្យល់ខ្ញុំទេខ្ញុំមានតែបងម្នាក់គុណបងប្រវងជើសូម្បីតែបងក៏មិនជឿខ្ញុំដែរខ្ញុំរស់នៅបានណីអីទៀតខ្ញុំមានតែយកសេចក្តីស្លាប់មកបញ្ជាក់ភាពស្អាតស្អំ សេម៉ានកុំថតអីឯងមានអារម្មណ៍ថាលេម៉ូឈិនថ្មីនេះផ្លាច់ឬក៏អត់ គឺដោះស្លាមនៅខាងក្រោយឬក៏មានពន្លឺពណ៌បៃតងនៅលើក្បាល ចង្រៃឯងនេះខ្ញុំមានអារម្មណ៍ថាគេដូចជាពិតជាចាត់ទុកខ្ញុំជាប្រពន្ធគេមែនតើអញ្ចឹង មិត្តសម្លាញ់អញភ្ញាក់ឡើងបើភ្នែកមើលកាប់ពិតទៅសុទ្ធតែជាការចុះច្រឡំនេះគឺជាការយកចិត្តទុកដាក់របស់តួឯកប្រុសចំពោះតួដែលចិត្តនឹងស្លាប់គឺជាក្របបែកស្រោបស្គរព្រះអើយនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនលីមានគេផ្សាយបន្តផ្ទាល់មានមនុស្សចង់លួចពីលើអគារសូម្បីតែបងក៏មិនជឿខ្ញុំរស់នៅបានណីអីទៀត វ៉ាន់ម៉ៃចុះពីមក យកសេចក្តីស្លាប់មកបញ្ជាក់ប៉ុណ្ណោះ គេរ៉ាន់ វ៉ាន់ម៉ៃ មានរឿងអីចុះមកនិយាយគ្នាសិនមក ហេតុអីវ៉ាន់ខាងគ្រាន់តែលេចមកពួកបងក៏លំអៀងទៅរកគាត់បងកុំចាំមកទៀតមិនអញ្ចឹងខ្ញុំនឹងលុតចុះទៅហើយវ៉ាន់ខាងនិយាយអីក៏ពួកបងជឿទាំងអស់ពួកបងមិនដែលជឿខ្ញុំម្ដងណាទេមិនមែនចាយនឹងរៀនចប់ពីសាលាសម្ដែងល្ខោនទៀតដឹងប៉ុន្តែឯងត្រូវពាក់ព័ន្ធទៀតហើយក ុំនិយាយពីខ្ញុំអីនេះមើលនេះប្តីអ្នកណាប្តីឯងនៅទីនេះធ្វើជាវីរៈបរិសសង្គ្រោះស្រីស្អាតតា មិនអញ្ចឹងពួកយើងទៅមើលទេទៅមើលចុះបើមានមនុស្សស្លាប់មែនតើយ៉ាងម៉េច ប្រកាសជាត្រូវទៅហើយការសង្គ្រោះយុវតីដែលដើរផ្លូវខុសគឺជាកាតព្វកិច្ចដែលពលរដ្ឋគ្រប់រូបគួរតែធ្វើតោះយើងសំផ្លែងតែគឺគាត់គឺវ៉ាន់ថាងលួចកងដៃបែបប្រកាន់ផោះតាំងនៅទីនេះ វ៉ាន់ម៉ៃនាងក៏មកចាប់ប្រកាន់ប្តីផ្ដាស់មាត់ទៅទេនាងមកចាប់ប្រកាន់ស្អីហ្នឹង រ៉ាន់ម៉ៃមានរឿងអីនាងចាំមកនិយាយគ្នាសិនមកពួកយើងយកផោះតាំងចេញមកនៅមុខមនុស្សទាំងអស់គ្នា ត្រូវ ខ្ញុំអត់ទេខ្ញុំ
ខ្ញុំចង់ឲ្យពួកបងបញ្យល់ឲ្យច្បាស់ណាស់ចំពោះមនុស្សគ្រប់គ្នាកងដៃនោះគឺបងជាអ្នកលួចបងតម្លាក់កំហុសឲ្យខ្ញុំនាង វ៉ាន់ថាងស៊ូមិនឆៃនេះមិនមែនជារឿងពួកនេះទេឆាប់ចេញទៅ លីហ្វាំងជឺបងព្រោះតែស្រីពុតតបាត់ចង់ស្លាប់បែរជាមិនស្រីដាក់ពួកយើង ស៊ូសៀវម៉ាន់តើនេះពិតជាស្លាប់មិនយល់ពិតមែនណា បង រ៉ាន់មីឯងស្ដាប់ឲ្យច្បាស់ទី1កងដៃនោះដាំឡាយជាកងខ្លាំងខ្លាយខ្ញុំរ៉ាន់ថាងដើរត្រង់អង្គុយត្រង់មិនចាំបាច់ទៅបដូរជារបស់ខ្លាំងខ្លាយទេទី2ឯងបើសិនជាពិតជាចង់សម្រាប់ខ្លួនមែនហេតុអីទៅរកកន្លែងដែលលោតនឹងស្លាប់បែបនេះទី3ឆាប់ចាំមកឲ្យយើងកុំសម្ដែងទៀតខ្មាស់គេណា វ៉ាន់ថាងបងចង់បំលែងសទៅខ្មៅសម្រាប់ខ្ញុំទៅអស់ចិត្តមែនទេនាងលត់ទៅនាងមានសមត្ថភាពលត់ទៅនៅទីនេះចង់ស្លាប់រស់គឺជាសិទ្ធិរបស់នាង ឈប់និយាយទៅ អេសេម៉ានសេម៉ានសេម៉ាន លីហ្វាំងជឺបងលុយណាស់បងលុយណាស់ ឯងសេម៉ាន ស៊ូម៉ាន់ ហ្វាំងជឺខ្ញុំពិតជាលត់ប្រាត់មែនណា វ៉ាន់មីនាងលោឡាគ្រប់គ្រាន់ហើយនៅនាងចង់ដេញមនុស្សទាំងអស់ចេញទើបនាងពេញចិត្តតាមមែនទេណាស្គឹមអូខេមិនខ្ញុំនិយាយធ្ងន់បន្តិចនាងចុះសិនមកខ្ញុំសន្យាជាមួយនាងប្រកាសជាជួយរកចិត្តទៅធោះឲ្យនាងវិញ បងប្រុសហ្វាំងជឺបងពិតជាជួយខ្ញុំមែនណាបងមិនធ្វើដោយបងប្រុសម៉ូឆិនដែលជឿតែគេមិនជឿខ្ញុំទេមែនទេ យើងនិយាយម៉ាត់ណាម៉ាត់ហ្នឹងនាងចុះសិនមកយឺតហើយដៃមក បងប្រុសហ្វាំងជឺជារបស់ខ្ញុំដូចជាថ្លោះហើយ យើងជួននាងទៅមន្ទីរពេទ្យចុះ អត់ទេខ្ញុំមិនទៅមន្ទីរពេទ្យទេខ្ញុំមិនអីទេ បាទប្រុស បងប្រុសហ្វាំងជឺជើងខ្ញុំដូចច្បាស់ចឹងហើយបាក់មែនតើណាឈឺណាស់ មេរឿយហ្នឹង បាទប្រុសនេះគឺនាងគឺ បងប្រុសហ្វាំងជឺមិននេះបងក៏ឃើញដែរគឺវ៉ាន់ថាងជាអ្នកលួចកងដៃផតាំងគឺនៅទីនេះទាំងអស់គាត់ច្បាស់ជាមិនប្រាប់ទទួលស្គាល់ទេបងត្រូវឲ្យគាត់សុំទោសខ្ញុំគាត់មិនតន់សុំទោសខ្ញុំផងបងថារកយុត្តិធម៌ឲ្យខ្ញុំមិនក៏បងមិនប្រាប់ឲ្យនេះសុំទោសខ្ញុំ នាងគិតថានៅមិនតគ្រប់គ្រាន់ទៀតដល់ឡាដល់ថ្នាក់ជាភ្នែកអស់ហើយគេមកបណ្ដៃស្រីម្នាក់នេះទៅផ្ទះតកូលវងវិញភ្លាមថ្ងៃក្រោយបើគ្មានការអនុញ្ញាតពីយើងនឹងលោកប្រធានលៀនទេដាច់ខាតមិនឲ្យនាងចូលក្រុមហ៊ុនតកូលលៀនបានទេ បងប្រុសហ្វាំងជឺ ឯងតាមយើងមកការិយាល័យ ឯនៅវ៉ាន់មិញនេះទាញចុះទាញឡើងអោបរិទ្ធគ្នាតើនេះជាទង្វើស្អីគេដែរទេ បាទប្រុសមិនដេកដឹងលឺខ្ញុំធ្វើអញ្ចឹងមិនមែនដើម្បីទប់នាងទេបងគិតទៅមើលបើសិនជានាងឡប់ខួរហើយលុតចុះមែនទែននោះស្លាប់ណាគេក្រុមហ៊ុនពួកយើងថ្ងៃស្អែកពីហ៊ុនក្រុមហ៊ុននឹងធ្លាក់ចុះពួកតាចានៅក្រុមប្រឹក្សាភិបាលមិនទៅពីពួកយើងស៊ីទាំងរស់ហើយទេ ប្រើខួរក្បាលរបស់ឯងគិតមើលទៅវ៉ាន់ជាមនុស្សប្រភេទណានាងចង់លូតរាល់ថ្ងៃនេះច្រើនដងជាងឯងផ្លាស់ប្ដូរខោអាវទៅទៀតលើកណាក៏នាងចង់លូតដែរមិនអញ្ចឹងខ្ញុំដើម្បីមកការករណីកើតឡើងដល់ចៃដន្យទេហើយចាបងប្រុសកុំទុកខ្ញុំអីតើពិធីជួបជុំគ្រួសារខាងស្រីតើចាំមិនទៅហើយឬថាមេរឿងមិនសប្បាយចិត្តដោយសាររឿងកងដៃនោះហ៎ បាទណាឈុំនិយាយទៅរឿងជួបជុំកម្មវិធីខាងស្រីឯងមិនបាច់ចាំមកខ្វល់ទេឯងគ្រាន់តែចាំទុកថាប្រពន្ធយើងមិនថានាងធ្វើអ្វីចំពោះយើងគឺនាងត្រូវជានិច្ចចំណែកអ្នកដទៃវិញមិនសំខាន់ទេ ចាប់ហើយអូយបងប្រុសបងមិនបានឃើញសៀវម៉ាន់ពេលដើរចេញមិញនេះទេភ្នែកនាងឡាក់ក្រហមដោយសារតែនាងខឹងខ្លាំងពេកនាងប្រកាសជាស្អប់ខ្ញុំខ្លាំងណាស់ហើយ សំមុខហើយអ្នកណាក៏ខឹងដែរយើងប្រាប់ឯងទៅចុះឯងឥឡូវជាមនុស្សដែលមានប្រពន្ធហើយនៅឲ្យឆ្ងាយពីពួកស្រីដែលមិនពាក់ព័ន្ធទាំងអស់នោះបន្តិចទៅបានទេបើឲ្យយើងឃើញឯងពាក់ព័ន្ធជាមួយវ៉ាន់មីទៀតមិនបាច់ប្រពន្ធឯងចាត់ការទេគឺយើងវាយបំបាក់ជើងឯងតែម្ដងបងប្រុសម៉ូឆិនពិតជាខ្វល់ពីខ្ញុំជាងគេមែនប្រកាសជាមិននេះលីហ្វាំងជឺរួនខ្ញុំកំហុសដាក់ខ្ញុំតែគាត់ខឹងបែបនេះគាត់ធ្វើល្អដាក់វ៉ាន់ថាងប្រកាសជាគ្រាន់តែសម្ដែង
ដំណើរលោកស្រីលីតាមពិតទៅជារបស់ខ្ញុំដដែលទេសេម៉ានភ្នែកលីហ្វឹងជឿទុកសម្រាប់តាំងលម្អមែនទេការសម្ដែងកម្រិតមតិរបស់វ៉ាន់ម៉ៃសោះក៏គេជឿទៅរួចដែរបេប៊ីកុំខឹងអីពួកយើងមិនខឹងទេព្រោះតែប្រុសប្រភេទនេះធ្វើឲ្យខ្លួនឯងខឹងដល់ថ្នាក់កាត់ដុំកេងនៅស្ដុនគឺមិនសមនោះទេម្យ៉ាងទៀតឯងមើលខ្ញុំនេះប្រុសណាមិនមែនគ្រាន់តែចង់សើចសឹកនឹងភាពអស្ចារ្យដែលមនុស្សស្រីចង់ស្លាប់ចង់រស់ប្រចាំគ្នារឿងពួកគេបែបនេះទេសម័យពន់ច្រើនពីហួយយូរហើយនេះមកពេលតាមចិត្តពួកមនុស្សប្រុសសម្អុយទាំងនោះពេកអញ្ចេះទៅចាំគេត្រឡប់មកវិញចាយនឹងបើកថ្នាក់បំពន់លឿនមួយឲ្យគេវគ្គសិក្សាមានឈ្មោះថាការស្គាល់និងការការពារពីមនុស្សពុតត្បិតសម័យទំនើបធានាបង្រៀនឲ្យចេះត្រូវហើយត្រូវពីនេះគេឲ្យចម្លងសៀវភៅពាក្យពេចន៍ពុតត្បិតនិងគម្ពីរសិលធម៌បរោះ100ដងចម្លងមិនតាន់ចាប់មិនឲ្យឡើងក្រែតទេប៉ុន្តែថ្ងៃនេះរ៉ាន់មីអាចប្រូតែកង់ដៃខ្លាំងៗមួយចង់លុតពីអាគារគឺពិតជាហ៊ានមែនតែនហើយបើតាមចរិតរបស់ខ្ញុំកាលនៅពីកន្លែងថតកូនពីមុនណាខ្ញុំធានាថានឹងជួយនាងមួយដៃឲ្យនាងសម្ដែងឲ្យឆ្អែតលោតចុះឡើងរហូតដល់ស្លាប់រឹងខ្លួនសេម៉ានឯងមិនចាប់អារម្មណ៍ទេមិនត្រឹមតែពេលវេលាត្រឡប់មកវិញរបស់រ៉ាន់មីលឿនជាងមុនទេថែមទាំងរឿងរ៉ាវទាំងអស់កំពុងតែដើរទៅរកសាច់រឿងដល់រលួយក្នុងសៀវភៅដើមដែលមិនអាចគ្រប់គ្រងបានលីហ្វឹងជឿនៅជឿជាក់នាងដែលគ្មានលក្ខខណ្ឌបានហើយនិយាយពីរឿងនេះខូចអារម្មណ៍ណាស់ប៉ុន្តែលីមួយឆិនគ្រាន់បាដែរតាលោកមុនឯងមិនមែនប្រាប់ខ្ញុំទេថាពេលទៅកម្មវិធីជួបជុំគ្រួសារខាងស្រីគេនៅកាន់ជើងឯងពីសម្បកក្រៅគឺអញ្ចឹងហើយប៉ុន្តែឥឡូវគិតទៅ 80% សុទ្ធតែជាការសម្ដែងទេយ៉ាងណាក៏ទៅរៀបការថ្មីថ្មោងមែនទេអគ្គនាយកក្រុមហ៊ុនលីមានតែតុងក្រហមនៅក្នុងផ្ទះមិនរលំតែខាងក្រៅអាចតុងចម្រោះពណ៌បក់រវិចបានខ្ញុំយល់ហើយទុកប្រព័ន្ធកំសត់កម្រនៅក្នុងផ្ទះធ្វើជាមុខមាត់ខាងក្រៅមានពន្លឺប្រេះច័ន្ទមិត្តភ័ក្តិពីស្រីក្មេងស្និទ្ធស្នាលម្នាក់ហើយម្នាក់ទៀតភ័យកញ្ចាប់ប្រុសព្រៀនហើយបានហើយប្រុសបែបនេះពួកយើងមិនយកក៏បានដែរពួកយើងក៏មិនមែនជាអ្នករើសអិតចៃណាខាងពួកយើងគិតធ្វើយ៉ាងម៉េចទៅវិលចុះវិលឡើងដូចជានៅតែមិនអាចគេចផុតពីវាសនាធ្វើជាតួងាប់ឆាំនៅរត់ទៀតអត់ជារងចាំឲ្យសាច់រឿងនឹងវាសនារញច្រានពួកយើងដោយអកម្មមិនចឹងពួកយើងក្តាប់សិតផ្ដួចផ្ដាំក្នុងដៃខ្លួនឯងវិញទេហើយខ្ពស់ពិតជាខ្ពស់មែនសំជាកម្ពុជាបញ្ញវន្តប្រចាំមណ្ឌលកម្មាកំព្រារបស់ពួកយើងមែនធ្វើអញ្ចឹងហ្មងទៅប្រពន្ធសម្លាញ់ជួយបងនិយាយពាក្យល្អៗជំនួសហ្វឹងជឿបន្តិចទៅគេដឹងខុសហើយលេងមកឈិនបាទពួកយើងលែងអ្នកគ្នាទៅឡងតាមខ្ញុំមកនេះបន្តិចនៅឈឺទេឈឺប្រពន្ធសម្លាញ់អូនកម្លាំងដៃខ្លាំងណាស់សុំទោសផងអ្នកដែលគួរតែសុំទោសគឺបងល្ងងខ្វាក់ភ្នែកធ្វើឲ្យអូនរងទុក្ខហើយដៃអូននៅឈឺអត់មកបងផ្លុំឲ្យហើយចាខ្ញុំថានេះសុំទោសមិនមែនដោយសារតែមួយកំភ្លៀងបាញ់នោះទេលេហ្វឹងជឺអ្វីដែលខ្ញុំចង់ប្រាប់លឹងអូននិយាយអី
ឲ្យហេតុផលមកបងមួយមក លោកអគ្គនាយកលីទីនេះគ្មានអ្នកក្រៅទេកុំសម្ដែងជាអគ្គនាយកដែលមានស្នេហាជ្រៅជ្រៅអីមិនហត់ទេ សំដែងហ៎បងសំដែងអីទៅ នៅឯសម្ដែងអីទៀតស្រឡាញ់ប្រពន្ធកាន់ជើងប្រពន្ធអីហ្នឹងហាក់បីដូចជាខ្វល់ខ្វាយពីប្រពន្ធចំនួននេះខ្លាំងណាស់ ប្រពន្ធខ្ញុំតែងតែត្រូវជានិច្ចតិនតែងបានស្ទើរល្អណាស់តាប៉ុន្តែក្នុងចិត្តលោកតែងតែនឹកគិតដល់ប្អូនស្រីរ៉ាន់មីដែលជាពន្លឺប្រចាំរបស់លោកនឹងមិនដាច់សោះមែនទេមកអង្គុយចុះមកលោកអគ្គនាយកលីកុំឈរអីអង្គុយចុះសឹមមកយ៉ាងណាក៏ខ្ញុំមិនមានបំណងនិយាយវៀងវៃជាមួយលោកដែរខ្ញុំប្រាប់លោកតាមត្រង់ចុះខ្ញុំរំ ស៊ូ ខា សៀវ ន ម៉ាន់ គឺឆ្លងចូលក្នុងរឿងម៉ា អូននិយាយអី ដើម្បីចាក់ចែងពីបងលោកស្រីលីពិតជាខំប្រឹងរិះរោពិធីមែនសូម្បីតែហេតុផលឆ្លងចូលទៅក្នុងរឿងនេះក៏នឹកឃើញដែរជំហានបន្ទាប់មិនមែនអូនមានបំណងប្រាប់បងថាតាមពិតអូនជាចារកម្មមកពីភពផ្កាយទេដឹង ហើយខ្ញុំអ្វីដែលខ្ញុំនិយាយសពតែជាការពិតស្នេហាគ្រោះថ្នាក់ត្រកោអបជនពលិប្រជារបស់អ្នកដឹកនាំផ្ដាច់ការទាំងពីរកូនកំមុំចំនួនរបស់មេចិត្តធំចង្អៀតលោកមិនធ្លាប់អានទេល្បីណាស់ អ្វីដែលអូននិយាយទាំងនេះបណ្ណាល័យសាកលវិទ្យាល័យកំពូលទាំង100ក្នុងចំណាត់ថ្នាក់ QS ពិភពលោកគួរតែមិនមានរក្សាទុកទេ ហើយនេះហើយគឺជាចិញ្ចាំងចំណេះដឹងក្នុងរឿងព្រេងនោះហីបឡាមលោកយ៉ាងហោចណាស់ក៏លោកធ្លាប់អានដែរលោកកុំប្រាប់ខ្ញុំណាថាក្បែរក្រែលោកសិតតែដាក់សភៅទ្រឹស្ដីសេដ្ឋកិច្ច ប្រកាសជាធ្លាប់អានហើយមួយរយៈមុនអាន Dickin ថ្មីនេះកំពុងតែអានសៀវភៅភាពឯកា100ឆ្នាំរបស់ Garcia Marquez បានហើយនិយាយជាមួយខួរក្បាលអគ្គនាយកដែលទទួលបានការអប់រំកម្រិតអភិជនដូចជាលោកមិនយល់ទេហើយនិយាយអខ្លីទៅខ្ញុំនិងស៊ូសេម៉ានមិនមែនជាមនុស្សនៅក្នុងពិភពរបស់ពួកលោកទេពួកយើងគឺជាមនុស្សក្រៅភពដែលឆ្លងកាត់ BUG មកទីនេះ ចុះយ៉ាងម៉េចពេលនេះអូនឈរនៅទីនេះគឺជាប្រពន្ធដែលបងទទួលស្គាល់យ៉ាងស្របច្បាប់ជាការពិតប៉ុណ្ណឹងបងគិតថាគ្រប់គ្រាន់ហើយ ប៉ុន្តែខ្ញុំមិនមែនជារ៉ាន់ថាដែលលោកស្គាល់នោះទេសរុបមកអាពាហ៍ពិពាហ៍នេះត្រូវលែងលះនេះគឺជាបញ្ញារបស់ពួកយើងហើយក៏ដើម្បីប្រយោជន៍ពួកលោកដែរ ប្រពន្ធសម្លាញ់អូននិយាយអីបងស្ដាប់ទាំងអស់ប៉ុន្តែមានតែរឿងនេះមួយគឺមិនបានទេ ខ្ញុំដឹងហើយថាលោកមិនយល់ព្រមទេបានហើយពួកយើងធ្វើកិច្ចព្រមព្រៀងមួយទៅមិនខ្វល់ថាលោកនេះលីជឿហ្វឹងជឿឬក៏អត់ទេប៉ុន្តែសាររឿងគឺសរសេរបែបនេះខ្ញុំនិងស៊ូសេម៉ាន់គឺជាទូងាប់ដល់អភ័យពីរនាក់ម្នាក់ក្រីក្រតយ៉ាងស្លាប់យ៉ាងវេទនានៅតាមផ្លូវម្នាក់ទៀតនៅក្នុងមន្ទីរពេទ្យឈួតត្រូវគេកាប់ដឹកកាប់បន្លាយពីមុនពួកយើងទាំងពីរធ្វើរឿងប្តេជ្ញាមិនមែនដើម្បីអភិវឌ្ឍឧស្សាហកម្មធ្វើពុតទេសុទ្ធសាធដើម្បីផ្លាស់ប្ដូរវាសនារក្សាជីវិតតូចមួយនេះទេ ដូច្នេះខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់អូនគឺត្រូវការឲ្យបងជួយពួកអូនលុបបំបាត់សាច់រឿងមែនទេ ទេវិធីតែមួយគត់ដែលអាចសង្គ្រោះពួកយើងបានគឺលោកលីម៉ូឆិនលោកឥឡូវត្រូវការបញ្ញាប់ទៅនៅជាមួយពន្លឺព្រះច័ន្ទរ៉ាន់មីរបស់លោកភ្លាមជួយនឹងឈ្មោះទៅរកភាពជោគជ័យក្នុងជីវិតបែបនេះទៅដុំថ្មរេរាំងផ្លូវដូចពួកយើងទាំងពីរអាចរស់បាន ប្រពន្ធសម្លាញ់អូននិយាយម្ដងទៀតមកមើល ដូច្នេះស្ដាប់យើឬក៏អត់ យល់ខ្លះតែមិនសូវអាចទទួលយកបានទេ សរុបសេចក្តីទៅខ្ញុំនឹងស៊ូក្រោយពេលលែងលះជាមួយនឹងពួកលោកហើយប្រហែលជាត្រូវសុំស្នាក់នៅកន្លែងពួកលោកមួយរយៈសិនប៉ុន្តែលោកកុំបារម្ភពួកយើងដាច់ខាត់មិនស្នាក់នៅទេធានាជួយលោកតាមញ៉ារ៉ាន់មីឲ្យបានសម្រេចហើយពួកយើងនឹងពឹងលើកម្លាំងខ្លួនអញចេះទៅធ្វើការរលុយដាច់ខាត់មិនយកអំបោះមួយសរសៃមកជុលមួយដើមរបស់លោកលីឡើយ នៃរបស់អូនគឺសញ្ញេនៅលើរបស់នេះពួកគេនឹងមិនរត់ថែមទាំងស្នាក់នៅយ៉ាងត្រឹមត្រូវទៀតផង
ចាំបងប្អូនពលទាំងពីរអ្នកកាត់គូគ្នាបានល្អទៅអាចដឹងថាឆ្លងចូលទៅក្នុងរឿងគឺជាអីទេទើបតែស្រាវជ្រាវមិញអត្តន័យប្រាជ្ញានៅក្នុងសភៅពួកគេគឺជាអ្នកមានពួកគេមិនត្រឹមតែដឹងសាច់រឿងទេហើយពួកគេថែមទាំងដឹងខ្លួនថាទីបញ្ចប់ពួកគេមិនល្អទៀតផងហើយចាបងប្រុសបងគិតយ៉ាងម៉េចទៅអ្នកបងរបស់ឯងឲ្យពេល3ខែក្នុង3ខែនេះគឺគ្រប់គ្រាន់ឲ្យយើងតាមញ៉ាយនាងត្រឡប់មកវិញហើយផែនការរបស់ពួកគេឥឡូវនេះដូចជាផ្គូផ្គងបងជាមួយនឹងវ៉ាន់មីឲ្យនៅជាមួយគ្នារឿងឯងបង្កឲ្យយើងជាអ្នកទទួលខុសត្រូវមែនទេខ្ញុំខុសហើយបងប្រុសខ្ញុំពិតជាដឹងកំហុសពិតមែនធ្វើតាមអ្វីដែលពួកអូននិយាយចុះប៉ុន្តែកិច្ចព្រមព្រៀងលែងលះពួកយើងដែលសារទុកសិន3ខែក្រោយទើបអាចចូលជាធរមានណាអេបន្ទប់នេះខ្ញុំដកហូតហើយប្រពន្ធសម្លាញ់អញ្ចឹងអូនឲ្យបងដេកនៅណាទៅវេលានេះមានបន្ទប់ជើងដំលោកចង់ដេកនៅបន្ទប់ណាក៏ដេកទៅអូនប្រពន្ធសម្លាញ់ពិតជាដេកជាមួយបងហើយមិនទទួលខុសត្រូវមែនទេនេះសម័យណាទៅហើយលោកមិនមែនគិតថាដេកជាមួយគ្នាមួយជប់ត្រូវទទួលខុសត្រូវទេដឹងហើយក៏ហាមហៅខ្ញុំថាប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់បាទប្រុសសួរមិនថ្ងៃនេះថាខ្ញុំត្រង់នេះមើលមុខរបស់ឯងចោះអត់តម្លៃសោះហើយខ្ញុំអត់តម្លៃអ្នកបងកាន់តែអត់តម្លៃទៀតហើយបងដើម្បីតាមញ៉ាយប្រពន្ធស្ទើរតែប្រគល់ក្រុមហ៊ុនឲ្យតែគេទៅហើយអ្នកណាថាយើងចង់ឲ្យគេម្យ៉ាងទៀតអ្នកបងរបស់ឯងនោះគេមិនហៅថាអត់តម្លៃទេគេហៅថាកំណប់កំរគ្មានតម្លៃកាត់ថ្លៃបានប៉ុន្តែនិយាយត្រឡប់មកវិញមកបងប្រុសបងច្បាស់ម្លឹមឡើងថាអ្នកបងពិតជាអាចឈ្នះបានមែនប្រពន្ធរបស់យើងដាច់ខាតគឺមិនចាញ់ទេចុះបើសិនជាខ្ញុំចង់បានន័យថាចៃដន្យបើអញ្ចឹងនាងក៏ហ៊ានចាញ់ដែរព្រោះតែមានយើងជាអ្នកជួយដោះស្រាយរាល់បញ្ហារបស់នាងជានិច្ចបងប្រុសបងលួចលះបងច្រើនម្លឹមឡើងតើអ្នកបងដឹងដែរអត់ហ្នឹងខ្ញុំលើថាគម្រោងនៅខាងកាត់ក្រុងពួកតាចាស់នៅក្រុមប្រឹក្សាភិបាលយើងលះបងដើម្បីនាងគឺដោយស្ម័គ្រចិត្តនាងព្រមទទួលយកយើងគឺមានសេចក្តីសុខណាស់ទៅហើយចំណែកឯរឿងផ្សេងទៀតមិនសំខាន់មិនបាច់គិតអ្វីផ្សេងទៀតទេឈប់ខ្វល់ទៀតទៅប៉ុន្តែបងប្រុសតាំងពីលើកមុនគេនិយាយពីរឿងឈួតថាឆ្លងភពចូលក្នុងរឿងអីនោះប្រពន្ធបងនិងប្រពន្ធខ្ញុំដូចជាលប់សរសៃប្រសាទមិនដឹងទេលប់សរសៃប្រសាទចុះយ៉ាងម៉េចអ្នកណាកំណត់ថាប្រពន្ធរបស់យើងត្រូវតែជានារីថ្លៃថ្នូរសុភាពរាបសារឯងត្រូវដឹងថានៅក្នុងលោកនេះមិនមែនមានតែផ្កាកុលាបមួយប្រភេទទេផ្កាកុលាបក៏មិនមែនមានតែ1000នោះដែរអាចមើលនាងរីកស្រស់បំព្រងយើងក៏ពេញចិត្តណាស់ទៅហើយឈើនិយាយពាក្យជ្រៅម្លេះស្នេហាគឺបំពេញបំណងមិនមែនការគ្រប់គ្រងទេម៉ែចាស់ប្រាប់ឯងបន្ទប់ខាងលើពួកយើងមានមួយមិនធ្លាប់មានអ្នកនៅទេដែលគាត់ស្អាតណាស់មានរឿងអីនឹងតាំងសំណានាំជាផ្លូវការចាប់ពីថ្ងៃនេះទៅម៉ែគឺជាសមាជិកថ្មីនៅគ្រួសារពួកយើងហើយតោះម៉ែពួកយើងឡើងទៅខាងលើរើបន្ទប់បងប្រុសអ្នកបងកំពុងតែរកប្រពន្ធចង់ឲ្យបងហាញតើនេះបាត់មាត់បន្ទប់នេះពលឺជើល្អបំផុតហើយក៏នៅជិតបន្ទប់មេគ្រួសារបំផុតដែរម៉ែឯងស្នាក់នៅទីនេះចាពិតជាបានមែនទេនៅចិត្តបងប្រុសមួយឈិនម្លឹងម៉េបងប្រុសមួយឈិនរបស់អញមិញនេះបានផឹកស្នាស្វឹងតិចហើយមនុស្សប្រុសណាចូលចិត្តបំផុតគឺក្មេងស្រីដែលយល់ចិនហើយក៏ចេះដោះអាវដែរក៏អញ្ចឹងដូចជាមិនសូវល្អទេដឹងអញ្ចឹងទៅអញចាំចាយចូលទៅមុនបង្កាត់ចំនួនខ្លះសិនមួយសតួក្រមកចាំអញចូលទៅយកលេសយកតែខ្មុំទៅឲ្យប្រ
ប្រើសម្រាប់តាក់ទាញតិចទៅរឿងផ្សេងទៀតមិនបាច់ចាស់បង្រៀនឯងទៀតទេដឹងលីម៉ូឆាន់ខាងចាត់ទុកបងជាមនុស្សយ៉ាងម៉េចហេតុអីក៏គិតចង់រុញបងទៅឲ្យស្រីផ្សេងស្រឡាញ់បងបន្តិចទៅវាស្លាប់អីទេมันមែនលោកចូលចិត្តលីម៉ូឆាន់លើឈួតហើយខ្ញុំមិនអាចបន្តពាក់ព័ន្ធជាមួយលីម៉ូឆាន់ទៀតទេបើមិនចឹងទេមានតែធ្លាក់ចូលកាន់តែជ្រៅទឹកខ្មុំនៃក្តីស្រឡាញ់លើកនេះបងប្រុសមួយឈិនប្រកាសជាស្រឡាញ់ខ្ញុំមិនខានប៉ុន្តែស្រីមុខពីរពោះក្បាលពីរនាងថាឲ្យខ្ញុំចូលមករស់នៅផ្ទះគ្រួសារលីគឺដើម្បីនៅចិត្តបងប្រុសមួយឈិនឲ្យបានច្រើនតាមពិតឲ្យខ្ញុំមើលពួកឯងផ្អែមល្ហែមនាងពិតជាមានចេតនាឲ្យខ្ញុំមកម៉ាស់មុខមែនទេស្រីរឿងមិនមែនដូចដែលនាងបានឃើញបែបនេះទេមិនមែនបែបនោះជាស្អីប៉ុន្តែស្រីថោកទាមបងប្រុសមួយឈិនមិនក៏បងអាចធ្វើបែបនេះដាក់ខ្ញុំប៉ុន្តែខ្ញុំតែងតែមិនបាញ់មនុស្សស្រីទេប៉ុន្តែនាងក៏បង្ខំខ្ញុំឲ្យបំបីច្បាប់ថ្ងៃនេះបងប្រុសមួយឈិនគាត់ថាគាត់នៅជាមួយបងដើម្បីលុយទេគាត់គឺជាមនុស្សស្រីស្រឡាញ់តែភាពហឺហាមិនចេះខ្មាស់អៀនប្រពន្ធយើងដល់វានាងនិយាយតាមពីកាលជឿទេថាយើងនឹងហាច់មាត់របស់នាងចោលឥឡូវនេះយើង5នាទីចុះបើសិនជានាងចូលចិត្តលុយយើងមានលុយរាប់មិនអស់ឲ្យទៅនាងបងប្រុសមួយឈិនពួកបងត្រូវគាត់បោកហើយគាត់មិនមែនជីវ័នថាឲ្យបងស្គាល់ពីមុនទេចុះយ៉ាងម៉េចអ្វីដែលយើងស្រឡាញ់គឺនាងនៅពេលនេះមិនថានាងជាទេពធីតាឬក៏នារីមកអាក្រក់ទេអ្វីដែលយើងស្រឡាញ់គឺនាងព្រលឹងដ៏កក់ក្ដៅរបស់នាងប៉ុន្តែមិនគាត់ថែមទៅចង់បាយបងទៀតផងបើវាយយើងថាយ៉ាងម៉េចយើងស្ម័គ្រចិត្តទាំងអស់ម្យ៉ាងទៀតខ្លួនប្រារបស់យើងទាំងមូលសុទ្ធតែជារបស់នាងម្យ៉ាងទៀតខ្លួនប្រារបស់យើងទាំងមូលសុទ្ធតែជារបស់នាងប៉ុន្តែរឿងនោះមិនចាប់ត្រឹមនេះទេនាងចាំទៅមើលទៅអញថាអគ្គនាយកលីចាប់អញថានៅក្នុងបន្ទប់ធ្វើការថាតែសារភាពស្នេហ៍ទៀតអ្វីដែលបងស្រឡាញ់គឺប្លង់ដ៏កក់ក្ដៅរបស់អូននេះជាពាក្យពេចន៍ស្នេហាស្អីទៅណាលយម្លេះអេចុះអញវិញអញមានប្រតិកម្មបែបម៉េចខ្ញុំស្ទើរតែកំភ្លៀងគេទៅហើយហ៎ពួកឯងពីមុនមិនមែនធ្លាប់នេះនោះហើយទេអីខាងលើកនេះចូលទូហើយប្រាប់តាមត្រង់មកលើកនេះរំភើបជាងលើកមុនដែរឬអត់ទេប្រាប់ខ្ញុំមកឯងក៏មានអារម្មណ៍រំភើបញាប់ញ័របន្តិចដែរតើមែនដែរអន់ប្រហែលជាអញ្ចឹងហើយឯងចប់ហើយឯងធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយយ៉ាធន់ណាស់ខ្ញុំឥឡូវក្នុងចិត្តរញ៉េរញ៉ៃណាស់រញ៉េរញ៉ៃអីទៅដោយសារតែអគ្គនាយកលីលេងមែនតែនអញ្ចឹងពួកយើងចាប់យកស្នេហានឹងការងារទៅត្រូវចាប់យកមនុស្សប្រុសផងនិងបង្កើតស្នាដៃការងារផងហើយងាយស្រួលម្លឹងឯណារ៉ាន់ចុងបីអាល្ងងនោះជិះរំដៅឲ្យខ្ញុំក្នុងរយៈពេល3ខែរកប្រាក់ចំណេញ160លានបើសិនជាខ្ញុំធ្វើមិនបានមែនប្រកាសជាត្រូវលិតជង្គង់នៅមុខក្រុមហ៊ុនរ៉ាន់ហើយអញ្ចឹងមិនមែនអាម៉ាស់មុខខ្លាំងទេ No អញគឺជាម្ចាស់ស្ត្រីដែលតស៊ូតាំងពីម្ដុំកម្មាកព្រានណាមានផ្ទះយាយអាណាល្មមអាខ្មាស់គេនោះលោកនាយកលីអ្វីដែលលោកមកជឿខ្ញុំស៊ើបពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាន់ខ្ពស់ជេសិងដាមនោះពួកគេពុករលួយខ្ញុំស៊ើបដឹងច្បាស់ហើយឡូណារៀបចំផតតាំងឲ្យបានល្អស្អែកព្រឹកព្រលឹមផ្ញើចូលអ៊ីមែលប្រពន្ធយើងបាទយល់ហើយថាងអូនចង់លេងបងកំដរអូនចង់ឈ្នះបងនឹងជួយអូនប៉ុន្តែបើសិនជាអូនចង់រុញបងទៅឲ្យអ្នកផ្សេងដាច់ខាត់គឺទៅមិនរួចទេអ្នកនេះប្រធានស៊ូចង់មកជប់បុគ្គលិកគឺបានប៉ុន្តែត្រូវអនុវត្តតាមច្បាប់របស់ការងារលុយសំណងរបស់ពួកយើងទាំងអស់គ្នាមិនអាចខ្វះសូម្បីតែមួយកាក់មួយសេនឡើយ
ខ្ញុំធ្វើការនៅក្រុមហ៊ុន20ឆ្នាំហើយលុយសំណងគ្រប់គ្រាន់ឲ្យខ្ញុំចូលនិវត្តន៍ នាងគិតថារបស់ខ្ញុំតិចហ៎ អ្នកទាំងអស់គ្នាមិននឹងចាប់ផ្ដើមការចរចាមិនអញ្ចឹងពួកយើងមើលរឿងខ្នាតខ្លីមួយសិនទៅ រឿងខ្នាតខ្លីមើលទៅនេះក៏បានធ្វើរឿងល្អដែរខ្ញុំស្មានមានតែខ្ញុំតានេះលោកធ្វើរឿងល្អអីហ្នឹងមើលទៅល្អមិនគ្រាន់បើតែមិនមែនមានតែខ្ញុំតែឯណា ចង់ឲ្យខ្ញុំប្តឹងប៉ូលីសឬក៏ពួកលោកពេជ្របង្វិចចេញពីទីនេះដោយខ្លួនឯងជ្រើសរើសមួយ នេះ ទៅ ខ្ញុំសួរពួកយើងសុំដកខ្លួនហើយនេះគ្រាន់តែជាការច្រឡំទៅហើយច្រឡំទៅអើយ អើយលុយណាស់ផុតតាតានេះឲ្យរកបានមកពីណា ធ្លាក់ទៅលើមេឃមក បងប្រុសពួកយើងពិតជាត្រូវពិភាក្សារឿងនេះនៅក្នុងកិច្ចប្រជុំក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះពិតមែនទេ ប្រធានបទនៃកិច្ចប្រជុំថ្ងៃនេះគឺអ្វីទៅជាការឆ្លងចូលក្នុងរឿងរូបមន្តមូលដ្ឋាននៃការឆ្លងចូលក្នុងរឿងមានអ្វីខ្លះនិងការពិភាក្សាស៊ីជម្រៅអំពីតួអង្គងាប់ឆាប់និងបាតុភូតឆ្លងចូលទៅក្នុងរឿង លោកកញ្ញាយុលីការឆ្លងចូលក្នុងរឿងគឺការឆ្លងចូលទៅក្នុងសិភៅតួងាប់ឆាប់ជាទូទៅគឺប្រើសម្រាប់លើកដំកើងតួឯកស្រី បន្តទៀត ជាទូទៅគឺឆ្លងចូលក្នុងតួស្រីចិត្តអាក្រក់ឬក៏តួងាប់ឆាប់ចុងក្រោយគឺស្លាប់ចាំងវេទនា តួងាប់ឆាប់ខ្លាចបំផុតគឺការដើរតាមសាច់រឿងដើម មិនចម្លែកទេដែរអ្នកបងតែតែចង់រត់អញ្ចឹងខ្ញុំត្រូវតែស្រាវជ្រាវបន្តិចដែរហើយសៀវមិនថ្មីនេះមិនឲ្យខ្ញុំចូលក្នុងបន្ទប់ដេកជាមួយសោះបន្តទៀតទៅ ចង់ដោយសារតួរងស្រីដែលឆ្លងចូលក្នុងរឿងត្រូវតែប្រើវិធីសាស្ត្រពិសេស នេះបន្តទៀត ដាក់ថ្នាំសម្រាប់ ហើយមានការចាប់ជំរិតវីរៈបរោះជួយសង្គ្រោះស្រីស្អាត នេះសុទ្ធតែជាគំនិតស្អីគេនឹង ដាក់ថ្នាំសម្រាប់មួយនេះគឺល្អណាស់ បងប្រុសចង់លេងមែនទេណាបងធំបងឈួតហើយនេះខុសច្បាប់ណាទោះបីជាធម្មតាអ្នកបងប្រកែកខាងបន្តិចមែនប៉ុន្តែមិនអាចដាក់ថ្នាំមកគាត់បានទេបងប្រុសព្រោះតែមនុស្សស្រីម្នាក់បងចង់ចូលគុកនេះមិនសមនោះទេនេះគឺជាថ្នាំសណ្ដំបងកំពុងតែប្រព្រឹត្តបទល្មើសណា ហើយណែណាថាយើងចង់ឲ្យនេះផឹកនោះ បងមិនមែនឲ្យគាត់ផឹកបងយកអានឹងមកធ្វើ មិនហ៊ានលះបង់កូនមិននឹងចាប់បានចចកដោយសារតែនាងស៊ីទុនមិនស៊ីរឹងយើងទប់លែងជាប់ហើយ មនុស្សខុសខើដើម្បីតាមញ៉ៃប្រពន្ធសុកចិត្តដាក់ថ្នាំខ្លួនឯងបងគឺជាបងប្រុសខ្ញុំតែម្នាក់គត់ អើយថ្នាំនេះមានប្រសិទ្ធភាពលឿនពេកហើយមិនក៏លឿន ហេបងប្រុសបងកុំតណាដួលអីត្រឡប់ទៅបន្ទប់វិញសិនទៅមក កុំភ្លេចរៀបចំបន្ទប់ឲ្យមើលទៅវារញ៉េរញ៉ៃបន្តិចផងយល់ទេជួយយើងទៅ បងប្រុសទុកចិត្តចុះខ្ញុំធានាថានឹងវិចខ្ចប់បងឲ្យខ្លាចតែជាផ្កាកន្លាបមួយតង Baby ការសហការដែលចរចាថ្ងៃនេះប្រាជ័យទៀតហើយមកខាងទៀតគេទៅតន់ថាក្រុមហ៊ុនពួកយើងតូចពេក រឿងគ្រប់ចាំចាប់ផ្ដើមតែងតែពិបាកចាំខ្ញុំពិនិត្យមើលអត្ថបទរឿងខ្នាតខ្លីម្ដងនេះចាប់សិនខ្ញុំនឹងចេញទៅធ្វើការនិងទិញនំធីរ៉ាមីស៊ូដែលអាចចូលចិត្តបំផុតឲ្យតែញ៉ាំ សូមស្វាគមន៍អ្នកនាងរនមីដែលបានចូលរួមជាមួយនឹងក្រុមហ៊ុន JC សប្បាយចិត្តណាស់ដែលបានសហការជាមួយក្រុមហ៊ុនលោកដើម្បីរួមគ្នាសរសេរទំព័រថ្មីនៃវិស័យភាពយន្តនិងទូរទស្សន៍ទន្ទឹមនឹងនេះខ្ញុំក៏សង្ឃឹមថានឹងធ្វើជាគំរូដ៏ល្អដើម្បីផ្លាស់ប្ដូរទម្លាប់អាក្រក់នៅក្នុងសង្គ្រាមអ្នកសិល្បៈសង្ឃឹមថាអ្នករួមអាជីពនៅក្នុងចង្កោមអ្នកសិល្បៈដែលប្រើប្រាស់ល្បិចដើម្បីតំណែងទាំងនោះនឹងចេះប្រយ័ត្នពីខ្លួនឯង និយាយពាក្យពីរោះម្លឹងយឺឬឆាំកងតែទទួលបានពេលរង្វាន់តែបៃតងមិនខាន អើយ លីម៉ាឆាន់លោកមកធ្វើស្អីនៅក្នុងបន្ទប់របស់ខ្ញុំ ប្រពន្ធសម្លាញ់បងដូចជាមិនសូវស្រួលខ្លួនយ៉ាងម៉េចមិនដឹងទេ អាការៈនេះមិនក៏ដូចជាកំពុងតែមានចំណងម្លេះលោកផឹកស្រាយលោកអគ្គនាយកលីលោកកំពុងសម្ដែងឈុតអីទៀតហើយ មិនបានសម្ដែងទេមែនតើណាថាជួយបងផងបងពិបាកទ្រាំណាស់
កេតនាយកលីខ្ញុំសូមប្រមានលោកណាលោកកុំយកលេសសវឹងមកធ្វើជាមនុស្សឈួតយើងតាមតម្រង់ទូទៅទោះបីជាលោកពិតជាត្រូវគេដាក់ថ្នាំនោះមែនលោកគួរតែទៅរកពន្លឺព្រះច័ន្ទសរ៉ាន់មីរបស់លោកដើម្បីធ្វើជាថ្នាំបន្សាបអេលោកចង់ធ្វើអីគ្មានទេທາງអូនស្ដាប់អូននិយាយសិនទៅគ្មានពលិចច័ន្ទសយទេមិនធ្លាប់មានតតែសោះທາងអូនឲ្យបងធ្វើយ៉ាងម៉េចទើបអូនជឿមកលើសម្ដីរបស់បងនោះប៉ុន្តែនៅក្នុងសភៅទៅងាប់សភៅនឹងទៅងាប់សាច់រឿងនឹងទៅបងមិនខ្វល់ថាអូនជាអ្នកណាមកពីណាទេបងគ្រាន់តែដឹងថាທາງដែលនៅចំពោះមុខបងនេះកន្ត្រាប់ដូចជាកញ្ជ្រោងស្រឡាញ់លុយយ៉ាងជឿជាក់ពេលតែកភ្លៀងគេគឺពិតជាសង្ហាខ្លាំងណាស់ທາងអូនមិនមែនជាតួងាប់ឆាប់អីនោះទេអូនគឺជាតួឯកស្រីតែម្នាក់គត់នៅក្នុងពិភពលោករបស់បងយល់ទេមិនចឹងលើកទូរស័ព្ទសិនតែល្អជាងមិនក៏ទូរស័ព្ទមកនៅពេលនេះមានរឿងអីបងមានរឿងហើយសាមានបាត់ការតែតងហើយលោកនិយាយថាម៉េចមិនឲ្យថាបាត់ការតាក់តងពួកយើងអ្នកគ្នាមកប្រមូលទៅប្រពៃពិធីបង្កើតក្រុមហ៊ុនតែនេះមកប្រពៃតែហើយនាងបាត់ទូរស័ព្ទឆាតទៅក៏មិនតបកន្លែងទទួលភ្ញៀវក្រុមហ៊ុនក៏គ្មានអ្នកតបដែរបងប្រុសអ្នកបងតែនាងអាចត្រូវសេចក្ដីរត់មីនោះចាប់ចម្រិតដែរទេសេមានប្រកាសជាមានរឿងហើយខ្ញុំតែក្រុមហ៊ុនរនាងកុំបារម្ភចាំបងហៅគេរៀបចំសិនទុកចិត្តចុះមានបងនៅទោះជាត្រូវកលាប់ទីក្រុងចាំងឆឹងទាំងមូលក៏ត្រូវទៅរកនាងឲ្យឃើញបងប្អូនស្រីទាំងឡាយបាត់ទូរស័ព្ទមានអីអស្ចារ្យឲ្យទៅពួកយើងមានដង្ហើមគឺត្រូវតែដណ្ដើមចុកកម្រងកម្រិត S+ ឲ្យនេះឲ្យបានដណ្ដើមចុកឆ្កែចចកសាច់ច្រើនប៉ុន្តែជាងម៉ានធានសៀរបស់ពួកយើងគឺត្រូវតែធ្វើជាឆ្កែចចកដែលកាចសាហាវបំផុតគ្មានធនធានយើងបង្កើតគ្មានឱកាសទៅយើងបង្កើតត្រូវតែធ្វើមិនហើយត្រូវតែធ្វើ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 ធ្វើប្រពន្ធសម្លាញ់អូនធ្វើឲ្យបងភ័យស្លាប់ហើយលីហ្វឹងជឺលោកមកធ្វើអីសើសៀម៉ានលើក្រោយបើឯងហ៊ានបាត់ខ្លួនម្ដងទៀតខ្ញុំនឹងសម្លាប់ឯងមិនគេមិនខានសុំទោសផងថ្ងៃនេះបើកិច្ចប្រជុំបដិញ្ញាក៏ឲ្យអ្នកទាំងអស់គ្នាទុកទូរស័ព្ទនៅក្នុងឃ្លាំងទាំងអស់មួយផ្លែតក៏ភ្លេចមើលម៉ោងគ្រប់គ្នាទាំងគ្រួសារមកចាប់ខ្លួនខ្ញុំមែនទេបងស្មានថាអូនត្រូវគេចាប់ចម្រិតបាត់ហើយហើយយ៉ាគ្រាន់តែជាការភ័យខ្លាចទៅទេគឺល្អហើយយ៉ានៅជុំគ្នាអស់ហើយតាបាត់ជាឈុតឆាតជួបជុំរត់រំជើបចិត្តមែនវ៉ាន់ម៉ៃយកប្រលប់ឲ្យមកធ្វើឈួតស្អីហ្នឹងពេលអរ៉ុបប្រហែលមកធ្វើខ្មោចទេគឺខ្ញុំចង់មកមើលរូបរាងពួកនាងរើបំរាស់ខំប្រឹងមុនពេលស្លាប់ថ្ងៃស្អែកដល់ពេលថ្ងៃត្រង់រឿងខ្នាតខ្លីកម្រិត S+ របស់ខ្ញុំចេញផ្អើលទីក្រុងនិងចាប់ផ្សាយនៅលើ platform ទាំងអស់ប្រធានបទភេទដូចគ្នាឯងពិតជាមិនទុកផ្លូវរស់ឲ្យពួកយើងសូម្បីតែបន្តិចមែនខ្ញុំចង់ដណ្ដើមយកការចាប់អារម្មណ៍នឹងចរាចរណ៍អ្នកមើលទាំងអស់របស់ពួកនាងមួយសប្តាហ៍ក្រោយរឿងថ្មីរបស់ពួកនាងចាប់ផ្សាយវាគ្រាន់តែជារឿងកំ pl ែងមួយប៉ុណ្ណោះបងស្រីធ្លាមគ្រួនរួចរាល់ហើយនៅក្នុងការលុតជង្គង់សំទោសខ្ញុំនោះអ្នកណាឈ្នះអ្នកណាចាញ់មិនតាន់ដឹងនៅឡើយទេពួកយើងចាំមើលឲ្យច្បាស់ទៅមើលទៅលើកនេះពួកយើងអួតរៀងលឿនពេកហើយខ្ញុំមិនសុខចិត្តទេតើនរណៃនាងនេះច្បាស់ជាតើនរណៃคล้ายៗហើយត្រឹមវ៉ាន់មីដែលជាមេប៉ាសម្លាប់ភ្នែកពេកមន់ការសម្ដែងដ៏គួរឲ្យអាម៉ាស់ដល់ថ្នាក់ខ្ញុំអាចយកមេជើងកាយបានផ្ទះ3បន្ទប់ឯណោះត្រឹមតែប៉ុណ្ណឹងក៏អាចមានថប់3ដែរពិតជាមិនសមទេមិនដូចពួកយើងថតមួយរឿងទៀតទេ
ប្រកាសជាអាចវាយបកយកឈ្នះវិញមិនខាន ប្រធានវត្តនិយាយត្រូវពួកយើងប្រកាសជាអាចធ្វើបាន ហើយចូលមើលទៅក៏សំរុំគ្រាន់បានដែរតើអូអ្នកនេះប្រធានវត្តអ្នកនេះប្រធានស៊ូ ឲ្យលើនេះឆ្កែឆ្មាអីក៏ដោយឲ្យតែបាត់ក្រុមហ៊ុនក៏អាចឲ្យគេហៅថាអគ្គនាយកហើយ លោកសំតែសងប្រាប់ប្រមាណដងហើយថាមនុស្សនឹងឆ្កែហាមចូល នាងបាត់មកទៅ កុំនិយាយរឿងមិនបានការច្រើនពេកមើលនេះទៅនេះទៅហៅថាសមត្ថភាព ហេកុំតន់អាននៅមិនទៀតវ៉ាន់ថាងឃើញអត់សុទ្ធតែជាតកូលវត្តដូចគ្នាហេតុអីក៏មនុស្សខុសគ្នាឆ្ងាយម្លឹងម្នាក់ហោះឡើងដល់មេខ្លាចទៅជាកម្ពុជាតារាចំណែកម្នាក់ទៀតវិញប្រហែលជាខាត់បងសូម្បីតែខោលីអូប្រហែលជាក៏គ្មានស្លៀកដែរមើលទៅ នៅសមខែទៀតទៅចាប់ការភ្នាល់ឥឡូវលោកអបអរលឿនពេកហើយទេដឹង អេមិនលឿនទេមិនលឿនទេខ្ញុំមកធ្មត់ស្ទើរតែមិនបានទៅហើយចង់ឃើញនឹងលុតជង្គង់នៅចំពោះមុខក្រុមហ៊ុនវ័នខ្ញុំនឹងជួយដំណឹងទៅអ្នកកសែតទូទាំងក្រុងឲ្យពួកគេមកក្រុមហ៊ុនវ័នឲ្យមកមើលកូនស្រីពិតប្រាកដដែលគេតែងតែនិយាយនោះមិនខ្ញុំប្រាប់គេថាខ្លួនឯងមិនស័ក្តិសមដូចជាមនុស្សអត់ប្រយោជន៍អញ្ចឹងហ៎ បងប្រុសវ៉ាន់ថាងនេះក៏ជាប្អូនស្រីបងដែរនិយាយបែបនេះដូចជាមិនសូវល្អទេដឹង អ្នកនាងប្រធានស៊ូអ្នកនាងប្រធានរ៉ាន់ការគ្រប់គ្រងនៅរឿងសម្រាប់ឯកអវតាររបស់ពួកយើងកំពុងតែកើនឡើងហើយបែបណាទេបានឡើងដល់លេខ1លើតារាងចំណាត់ថ្នាក់ platform ហើយ ស្អីគេមិនអាចទេនេះប្រកាសជាព័ត៌មានคล้ายៗហើយ អ្នកនាងប្រធានស៊ូហើយមានរឿងស្នេហ៍ផ្អើលទីក្រុងដែលមានប្រធានបទដូចជាពួកយើងដែរនោះក៏ត្រូវបានបង្ខំឲ្យទិញទម្លាក់ចេញហើយព្រះអើយគួរឲ្យស្ដាយណាស់ វ៉ាន់ថាងរឿងនេះគឺនាងលេងល្បិចមកទេ លោកថាសុទ្ធតែតកលវ័នដូចគ្នាហេតុអីមនុស្សនឹងមនុស្សមានកម្រិតឆ្ងាយជាងមនុស្សនៅឆ្កែទៅទៀតអញ្ចឹងអ្នកខ្លះអាចនឹងពឹងលើសមត្ថភាពខ្លួនឯងដើម្បីឡើងដល់លេខ1ចំណែកអ្នកខ្លះទៀតចេះតែលួចចម្លងគេតែប៉ុណ្ណោះទេ លួចចម្លងលួចចម្លងតាត្រូវសងប្រាក់សំណងយ៉ាងច្រើនឬមួយក៏ត្រូវជាប់គុកស៊ីបាយក្រហមទៅ មនុស្សធម្មតាធ្វើការជ្រើសរើសទេគឺរៀបចំជូនអ្នកនាងវ័នទាំងអស់តែម្ដងទៅ រៀបចំ ពួកនេះនិយាយបដិបដាបង្កើតពាក្យចចាមអារាមខ្ញុំនឹងបញ្ជូនពួកនេះចូលកុងនាងនឹងឲ្យជាអ្នកចូល ហេមកហើយ អ្នកនាងវ័នមីសូមឆ្លើយតបដោយផ្ទាល់ចំពោះការចោទប្រកាន់លួចចម្លងរឿងស្នេហ៍ផ្អាកទីក្រុងរបស់ជីងទូឈွန်មីផង តើក្រុមហ៊ុនចេស៊ីងពាក់ព័ន្ធនឹងរឿងនេះដែរទេប្រាក់សំណងយ៉ាងច្រើនតែអ្នកណាជាអ្នកទទួលខុសត្រូវ រឿងដើមរបស់ស្នេហ៍ផ្អើលទីក្រុងគឺជាពលឺប្រច័ណ្ឌសរបស់ខ្ញុំឆ្កែលួចចម្លងដូចជានេះមិនស័ក្តិសមនឹងសម្ដែងទេ ឈွန်មី សំទោសទៅ ទស្សនិកជនទាំងអស់របស់ពួកយើង សំ ទៅ ទោសទៅសំទោស សំទោស សំទោស សំទោសពួកយើងទៅ ការលួចចម្លងយ៉ាងច្បាស់កន្លែង សំទោសពួកយើងទៅសំទោសពួកយើងទៅ ខ្ញុំទទួលស្គាល់ថារឿងខ្នាតខ្លីនេះពិតជាចម្លងផ្នែកខ្លះនៃរឿងដើមមែនបើសិនជាមានកន្លែងណាដែលបង្កឲ្យមានការចោទច្រឡំខ្ញុំសុំទោសអ្នកគ្រប់គ្រងរឿងដើមទាំងអស់ ស្រីមកក្រាស់នាងលួចចម្លងច្បាស់កន្លែងមើលចោះ ខ្ញុំមិនស្មានថាមានលទ្ធផលធ្ងន់ធ្ងរដល់ថ្នាក់នេះទេសុំទោសឃើញទេតារាដែលពូកែបង្កើតព័ត៌មានចំនួននេះបានធ្លាក់ចុះត្រឹមនេះហើយ ហើយយ៉ាក្នុងចង្កើមរឿងខ្នាតខ្លីនេះបាត់បង់រ៉ាន់មីម្នាក់គឺស្មើនឹងវាលខ្សាច់សាហារ៉ាបាត់បង់ខ្សាច់មួយគ្រាប់អញ្ចឹង សូមអបអរសាទរតារាស្រីរបស់ពួកយើងសម្រាប់ឯកអវតារទទួលបានពានរង្វាន់ខ្នាតខ្លីល្អបំផុតប្រចាំឆ្នាំយ៉ាងម៉េចប៉ណ្ណឹងមិនសប្បាយចិត្តទេហ៎ทางថៃរបស់ពួកយើងទីមទាខ្ពស់ចំពោះខ្លួនឯងពេកហើយ លោកអគ្គនាយកលីកាហ្វេឆ្ងាញ់ឬក៏អត់ ពិតជាមិនអន់ទេ អញ្ចឹងបន្ថែមស្ករសបន្តិចទៅមិនមែនកាន់តែឆ្ងាញ់ទេទៅផ្ទះវិញ នាងដឹងដល់របៀបណា ខ្ញុំទទួលស្គាល់ថារឿងខ្នាតខ្លីនេះពិតជាបានចម្លងផ្នែកខ្លះនៃរឿងដើមមែន ចាប់
ពីអររបស់ក្រុមហ៊ុនយើងចាប់អស់ហើយ បងប្រុសពួកយើងនៅមិនតាន់ចាញ់ទេ នៅមិនទាន់ចាញ់ទេឥឡូវពេញបណ្ដាញអ៊ីនធឺណិតកំពុងតែជេរពួកជាងតែ2ហើយកិច្ចប្រំព្រៀងភ្នាល់ក៏ចាញ់ដែរត្រូវអនុវត្តក្នុងរយៈពេល3ថ្ងៃទៀតពួកយើងពេលនេះគ្មានសល់អ្វីទាំងអស់ ប៉ុន្តែបើທາງវ៉ាន់ស្លាំកិច្ចប្រំព្រៀងក៏បាត់បង់ដែរ ឯងចង់ធ្វើណាសម្រាប់មនុស្សខុសច្បាប់ណា ទេខ្ញុំគ្រាន់តែគម្រាមពួកគេតែបន្តិចឲ្យពួកគេដល់កិច្ចប្រំព្រៀងចេញតែខ្លួនឯងបងប្រុសបងមិនចង់ដេកតាមផ្លូវដែរមែនទេត្រូវទេ អ្នកបងក៏មិនទៅបងប្រុសខ្ញុំអីរឿងធ្វើពុតជាត្រូវគេដាក់ថ្នាំនោះគឺជាគំនិតរបស់ខ្ញុំទេ បង្ករឿងទៀតហើយ លើកនេះគឺដាក់ថ្នាំចុះលើកក្រែងមានបំណងធ្វើយ៉ាងម៉េចចាប់ចម្រិតទាប្រាក់ មិនក៏ពួកនាងដឹង តើយើងទៅ មិនមែនទេប្រពន្ធសម្លាញ់តាមពួកអូនចង់ទៅណា រឿងស្រីស្អាតពួកលោកកំចេះដឹងថយចេញ បងប្រុសមើលការសម្ដែងដ៏ស្អុយរបស់បងចុះធ្វើឲ្យខ្ញុំបាត់បង់ការស្រឡាញ់តាមដែរប្រពន្ធខ្ញុំមិនទៅមើលមុខខ្ញុំផងចុះបងប្រុសផែនការវិរៈនារីជួយសង្គ្រោះប្រុសស្អាតនៅបន្តទៀតអត់ចង់សារតាំងបន្តិចទៀតកុំឲ្យបែកការបាទនាយកលី កណនីមកបានច្បាស់លាស់បន្តិចទៀតឲ្យអ្នកទោសខ្លាំងៗ2នាក់សហការជាមួយនឹងពួកគេបានល្អបំផុត បាទនាយកលីបងប្រុសបងថាពួកយើងធ្វើចឹងបានផលអត់ បានទុកចិត្តចុះជឿមកលើបងគ្មានបញ្ហាទេណាមិនអី ខ្ញុំគ្រាន់តែខ្លាច ធ្វើឲ្យបានល្អទៅ អ្នកទាំងអស់គ្នាកុំតន់អាទៅណាមកវិញ អាឡូស្អីគេមិនដល់កន្លះម៉ោងផងរឿងចាក់បបង់ចាស់នៅខាងលិចទីក្រុងនឹងត្រូវទារប្រាក់អញ្ចឹងអញទារទៅ ប្តីខ្ញុំណែណាខ្ញុំចាំទៅជួយពួកគេ គេមិនអែអំបាញ់មិញនេះក៏វាដៃយ៉ាងខ្លាំងប្រាប់ខ្ញុំថាកុំអត់ ណែ ខ្វ របស់ ល់ ខ្ញុំគឺចង់ឲ្យអញយល់ព្រមឲ្យពួកគេទារប្រាក់ដាច់ខាតនោះគឺជាប្តីសម្លាញ់របស់ខ្ញុំណា ចាប់ហើយភាពស៊ីសង្វាក់គ្នារបស់មិត្តសម្លាញ់ថយចុះហើយ ញៀនទី8របស់ខ្ញុំប្រាប់ថាហ្វឹងជឿលើកនេះពិតជាជួបគ្រោះថ្នាក់មែនតើហើយ Baby សម្លាញ់របស់ខ្ញុំអញប្រហែលជាមិនមែនការជំងឺខួរក្បាលស្នេហាទេដឹងបើសិនជាឯងបែបនេះខ្ញុំនឹងហៅឡានរត់កិច្ចខ្លួនទាំងយប់ហើយណា ប៉ុន្តែចង់មកចាប់នៃប្រឡំលោកអន់ទាំងអស់នោះសុទ្ធតែជាការចាត់កម្រិតទារប្រាក់ចុះបើសិនជា បានខ្ញុំកំដៅឯងទៅមើលបន្តិចទៅចុះ អត់តើទៅ ប៉ុន្តែខ្ញុំហ៊ានភ្នាល់លើកនេះប្រកាសជាល្បិចរងទុកដើម្បីឲ្យគេអាណិតរបស់ពួកគេទាំងពីរនាក់ទៀតហើយ ហ្វឹងជឿ ហើយយ៉ាតារាប្រុសឆ្នាំទាំងពីរលើកនេះហ៊ានចំណាយដាំទុនធំមែនដល់ថ្នាក់ចេះរ៉ាន់មេនិងរ៉ាន់ចុងប៉ៃមកចូលរួមសម្ដែងជាមួយពួកលោកទៀត ខាងមិនក៏ខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលអញមើលទឹកមុខវ៉ាន់មីកាច់ណាស់ដូចជាចង់ចងពួកគេទាំងពីរនាក់មែនទេនិយាយចាក់ហើយនៅពួកអញទាំងពីរនាក់ច្រៀងឆ្លើយឆ្លងគ្នាថ្ងៃនេះនឹងឲ្យពួកអញមើលរឿងល្អមើលមួយខ្លាំងមិនសូវស្រួលទេ ផុតជប់នេះទៅពួកនាងពីរនាក់ត្រៀមខ្លួនធ្វើជាស្រីមេម៉ាយទៅផុតជប់នេះទៅពួកនាងពីរនាក់ត្រៀមខ្លួនធ្វើជាស្រីមេម៉ាយទៅ ម៉ៃមានរឿងអីនិយាយគ្នាតាមសម្រួលទៅកុំប្រើហិង្សា បិទមាត់ទៅលោកគាត់ថាខ្ញុំនៅតែជាមនុស្សស្រីល្ងងដែលត្រូវពួកលោកលួមលោមដែលប្រើពាក្យសម្ដីពីរបីម៉ាត់មុននេះហ៎យកស្កត់បិទមាត់គេទៅ ចប់ហើយលើកនេះលេងមែនតើហើយរ៉ាន់ម៉ៃអញស្ងប់អារម្មណ៍តិចសិនទៅអញចង់បានអីអញប្រាប់យើងបានណា អញកុំកម្រាំងឈានមកមុខមួយជំហានទៀតយើងដុតភ្លើងហើយ បានអញ្ចេះទៅយើងនឹងឲ្យភាគហ៊ុនក្រុមហ៊ុនរ៉ាន់ 30% ទៅពួកអញទាំងអស់ពួកអញលេងគេពីរនាក់ទៅអញស្ដាប់យើងទុកមុខឲ្យយើងតិចទៅបានទេ ម៉ៃអានឹងបាន បិទមាត់ទៅ
មុខមាត់នាងហ៎តាំងពីឯងមកដល់គ្រួសារវ៉ាន់មកយើងគ្មានសល់អ្វីទាំងអស់ទេស្នេហារបស់យើងការងារគ្រួសារយើងបាត់បង់អ្វីគ្រប់យ៉ាងទាំងអស់ ចុះឯងធ្លាប់គិតឬក៏អត់ថាជីវិតដែលមានបាន20ឆ្នាំមុនរបស់ឯងដើមឡើយគឺឯងជាអ្នកលួចគេមក ពេល ទេ សម្ដីផ្អាប់លហែបបោកប្រាស់ពួកឯងយើងមិនជឿសុបបីតែមួយម៉ាត់ទេថ្ងៃនេះយើងនឹងឲ្យប្រុសពីរនាក់នេះកំដរយើងស្លាប់ មិនមែនអាចគ្រាន់តែគម្រាមពួកគេមិនតាច់ទេ គំរាមហ៎យើងចង់ឲ្យពួកគេទាំងពីរនាក់ស្លាប់យើងចង់ឲ្យពួកគេទាំងពីរនាក់ស្លាប់ នាងឈួត ហើយ នាងឈួត ឈួតហើយយើងឈួតហើយតាំងពីពេលដែលពួកលោកបោះបង់យើងដូចជាសម្រាមមកម្លេះយើងក៏ឈួតបាត់ទៅហើយវ៉ាន់ជន់បៃហើយមានលោកទៀនក្នុងចិត្តលោកមិនមែនគិតតែភាហ៊ុនបន្តិចនោះទេក្នុងភ្នែកលោកគ្មានវ៉ាន់ខាងទេកាន់តែគ្មានយើងទៀនក្នុងភ្នែកមនុស្សប្រុសពួកលោកមានតែផលប្រយោជន៍គ្មានមនោសញ្ចេតនាគ្រួសារទេបងប្រុសវឹងជឺគ្រាន់តែរៀបការដើម្បីផលប្រយោជន៍លេងក៏ចប់ទៅបងប្រុសមួយឈិនវ៉ាន់ថាគ្រាន់តែជាចំនួនប៉ុណ្ណោះបង្កើតបានមនោសញ្ចេតនាមិនពិតមែនទេប៉ុន្តែយើងមិនអនុញ្ញាតទេអ្វីដែលយើងវ៉ាន់មិនសម្លឹងឃើញគឺអាចជារបស់យើងតែម្នាក់គុណ វ៉ាន់ម៉ៃនាងពិតជាគួរអាណិតនិងសង្វេគខ្លាំងណាស់មនុស្សអាត្មានិយមដូចជានាងតើស្គាល់ស្នេហាជាអ្វីដែរទេតាំងពីថ្ងៃដំបូងដែលយើងបានឃើញស៊ូសៀវយ៉ាវយើងក៏ស្រឡាញ់នាងបាត់ទៅហើយការរៀបការដើម្បីផលប្រយោជន៍គ្រាន់តែជាមធ្យោបាយដែលខ្ញុំតាមស្រឡាញ់នាងប៉ុណ្ណោះ ថាមិនធ្លាប់ជាជំនួសរបស់អ្នកណាទេជាពិសេសគឺមិនមែនជារបស់នាងឡើយនៅក្នុងចិត្តរបស់យើងនាងតែងតែជាអត្ថិភាពដែលមិនអាចជំនួសបាននៅក្នុងចិត្តរបស់យើងតែងតែជាអត្ថិភាពដែលមិនអាចជំនួសបានតើអាការបងតាមស្រឡាញ់អូនម្ដងទៀតបានទេអ្វីដែលយើងស្រឡាញ់គឺនាងនៅពេលនេះមិនថានាងជាទេពធីតាឬក៏មកអាក្រក់ទេអ្វីដែលយើងស្រឡាញ់គឺជានាងពលឹងដ៏កក់ក្ដៅរបស់នាងអូនមិនមែនជាតួស្លាប់ទេអូនគឺជាពិភពលោករបស់បងតួឯកស្រីតែម្នាក់គត់ទោះបីជាវិធីដែលយើងបង្ហាញក្តីស្រឡាញ់មើលទៅហាក់ដូចជារៀងឆ្កងបន្តិចមែនប៉ុន្តែ ប៉ុណ្ណឹងបានហើយហេតុអីអ្នកទាំងអស់គ្នាស្រឡាញ់តែវ៉ាន់ថាងសូម្បីតែបងលុចបញ្ចេញទុនឲ្យទៅលោកតាផ្ទេភិហ៊ុនទាំងអស់ទៅឲ្យនាង ខ្ញុំរ៉ាន់ថាងកូនស្រីច្បងពេញសិទ្ធិរបស់គ្រួសាររ៉ាន់បាររបស់ប៉ុណ្ណឹងជារឿងធម្មតានោះទេតាមពិតរឿងតែនេះសុទ្ធតែដោយសារគាត់សោះ ច្បាស់ណាស់ថារបស់ទាំងអស់នេះគឺជារបស់ខ្ញុំទេដោយសារពួកអ្នកស្រឡាញ់គ្នាខ្លាំងម្លឹងអញ្ចឹងកំណប់គ្នាស្លាប់ទៅទាំងអស់គ្នាតែម្ដងទៅ កុំអី កុំចូលមកថាងកុំចូលមកជិប ហ្វឹងជើងបងចាំបាច់ឲ្យមិនអីទេ មនុស្សល្ងងអូនមកធ្វើទីនេះ អូនជួយស្រ័យឲ្យបង ហេតុអីក៏បងល្ងងម្លេះហេតុអីបងលួចធ្វើរឿងជាច្រើនដើម្បីអូននៅពីក្រៅខ្នងតែមិនដែលប្រាប់អូនសោះ វ៉ាន់ថាងហេតុអីរបស់ល្អៗសុទ្ធតែជារបស់នាង ដោយសារឯងអាត្មានិយមឯងក៏តែចង់ទទួលបានក្តីស្រឡាញ់ប៉ុន្តែស្នេហាពិតគឺជាការលះបង់ឯងយល់ឬអត់ឯងមិនយល់ទេមនុស្សដូចជាឯងនេះមួយជីវិតនេះមិនស័ក្តិសមនឹងទទួលបានស្នេហាពិតឡើយ មែនគឺយើងមិនយល់ទេដូច្នេះពួកនេះស្លាប់ទេ កុំរើកពួកយើងគឺជាចោរនៅឈរឲ្យទៀតព្រលឹងចាប់មនុស្សទៅព្រលឹងចាប់ឡាព្រលឹងចាប់ឡា
បងមិនអីទេ បងមិនអីទេ នេះជាស្អីគេ នេះ មក គឺ ឈិនបងបើកអូនទៀតហើយ ប្រពន្ធសម្លាញ់ប៉ុន្តែពាក្យដែលបងនិយាយមិនបាញ់មែននេះសុទ្ធតែជាការពិតជឿបងចុះណា ចៅអូនជឿអត់ បងទេទៅ ពិតជាស្អាតមែន ថាងអញ្ចឹងអញថាពួកយើងនឹងត្រឡប់ទៅវិញទៀតអត់ ហើយនៅក្នុងពិភពលោកដ៏រលួយនេះមានលុយមានពេលទំនេរមានមនុស្សប្រុសហើយថែមទាំងមានសាច់ញ៉ាំទៀតត្រឡប់ទៅវិញធ្វើស្អីទេ ដោយសារម្ចាស់ផ្ទះទាំងពីរបានកែប្រែសាច់រឿងដោយខ្លួនឯងឥឡូវនេះបង្ខំឲ្យត្រឡប់ទៅសាច់រឿងគោលវិញបើមិនអញ្ចឹងទេនឹងធ្វើឲ្យម្ចាស់ផ្ទះទាំងពីររលាកបាត់រូបរាងហើយ ជឿម៉ា